ចាលោកអ្នកនាងស្ដាប់ជាទីមេត្រីជាបន្តសូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់កម្មវិធីកិច្ចពិភាក្សាតុមូលជុំវិញនឹងចក្ខុវិស័យលើយុវជនខ្មែរក្នុងការបន្តវេនអ្នកនយោបាយដែលប្រធានបទនេះគឺមានលោកអ៊ិតសុខាជាអ្នករៀបចំសម្រាប់សម្រួលហើយវាគ្មិនដែលបានអញ្ជើញចូលរួមពិភាក្សាដល់ក្នុងបន្ទប់នៃការផ្សាយរបស់វិទ្យុខ្មែរប៉ុស្តិ៍ KPR នៅទីក្រុងភ្នំពេញគឺលោកហ៊ីងសុកសានជាអគ្គលេខាធិការរងនៃគណៈបក្សសិទ្ធិមនុស្សរួមជាមួយលោករដ្ឋិចក្រអ្នកវិភាគនយោបាយរបស់វិទ្យុខ្មែរប៉ុស្តិ៍ដូច្នេះដើម្បីឲ្យបានជ្រាបអំពីប្រធានបទខាងលើនាងខ្ញុំសូមប្រកល់នីតិនេះជូនទៅលោកអ៊ិតសុខាធ្វើការសម្របសម្រួលជូនលោកអ្នកនាងស្ដាប់ដូចតទៅសូមអញ្ជើញលោកចា៎បាទសូមអរគុណកញ្ញាមង្គលនីតាបាទសូមជម្រាបសួរលោកអ្នកប្រជុំខ្មែរប៉ុស្តិ៍ទាំងអស់ជាទីមេត្រីនៅថ្ងៃនេះវិទ្យុខ្មែរប៉ុស្តិ៍មិនបានលើកយកនៅកម្មវិធីផ្សាយតុមូលដើម្បីផ្ដល់ឱកាសឲ្យលោកនាងបានអញ្ជើញចូលរួមសាកសួរដូចជាសំណួរមកកាន់ពិតមែនទេគឺនៅថ្ងៃនេះវិទ្យុខ្មែរប៉ុស្តិ៍បានលើកយកនៅកម្មវិធីផ្សាយដោយធ្វើការពិភាក្សាលើប្រធានបទចក្ខុវិស័យទៅលើយុវជនខ្មែរដើម្បីបន្តវេនអ្នកនយោបាយហើយនៅក្នុងកិច្ចពិភាក្សានេះមានការចូលរួមពីលោកហ៊ីងសុកសានជាអគ្គលេខាធិការរងគណៈបក្សទីមនុស្សអតីតជាអគ្គលេខាធិការចលនាយុវជនរបស់គណៈបក្សសិទ្ធិមនុស្សហើយលោកអញ្ជើញមកទទួលមិននៅក្នុងថ្ងៃនេះហើយនៅក្នុងកម្មវិធីនេះផងដែរក៏មានលោករដ្ឋចក្រជាអ្នកវិភាគឲ្យខ្មែរប៉ុស្តិ៍ក៏នៅចាំវិភាគជុំវិញនិស្សិតដែលក្រុមនឹងបន្តវេនអ្នកនយោបាយនៅពេលខាងមុខនោះបាទនៅពេលនេះលោកហ៊ីងសុកសានបានអញ្ជើញមកដល់បញ្ចុះផ្សាយរបស់វិទ្យុខ្មែរប៉ុស្តិ៍ក្នុងព្រឹកថ្ងៃខ្ញុំបាទសូមជម្រាបសួរតែម្ដងលោកហ៊ីងសុកសានបាទសូមជម្រាបសួរបាទសូមជម្រាបសួរលោករដ្ឋចក្របាទសូមជម្រាបសួរលោកអ៊ិតសុខាប្រិយមិត្តស្ដាប់ទាំងអស់បាទមុននឹងចាប់ផ្ដើមពិភាក្សាឲ្យបានទីជម្រៅខ្ញុំសូមការញ៉ាត់ឲ្យលោកហ៊ីងសុកសានដោយសារតែលោកជាអគ្គលេខាធិការរងគណៈបក្សសិទ្ធិមនុស្សដែលលោកមើលឃើញអំពីយុវជនសម័យថ្មីដែលអាចបន្តវេនចូលរួមនៅក្នុងផ្នែកនយោបាយនឹងមានលក្ខណៈបែបណាដែរបាទសូមអរគុណជាបឋមខ្ញុំប្រកាសថាខ្ញុំបាទសូមក្រាបថ្វាយបង្គំនិងសូមជម្រាបសួរដល់បងប្អូនជនរួមជាតិនិងប្រិយមិត្តអ្នកស្ដាប់ទាំងអស់ដែលតាមដានស្ដាប់នៃវិទ្យុខ្មែរប៉ុស្តិ៍ទាំងអស់បាទតកតងទៅនឹងតើយុវជននឹងបានបន្តវេនក្នុងការចូលរួមក្នុងវិស័យនយោបាយហ្នឹងយើងត្រូវសួរតើយុវជនយើងនឹងបានត្រៀមខ្លួនហើយនៅគឺជារឿងសំខាន់ណាស់បន្ទាប់ពីយើងត្រៀមខ្លួនរួចហើយយើងអាចហក់ចូលនៅក្នុងរឿងនយោបាយតាមរយៈគណៈបកឬក៏តាមរយៈសង្គមស៊ីវិលប៉ុន្តែខ្ញុំសូមលើកយកទៅរឿងគណៈបកដោយឡែកដូចជារូបខ្ញុំអត់ផ្ទាល់ព្រោះថាការហក់ចូលនយោបាយបើយើងខ្លួនឯងពុំមានឆន្ទៈពុំមានភាពមោះមុតនៅក្នុងការចូលរួមទេគឺយើងអាចជោគជ័យបានទេអញ្ចឹងដូចថាខ្ញុំដំបូងឡើយខ្ញុំចូលរួមក្នុងចលនាជាយុវជនមួយរូបដើម្បីហក់ចូលនៅក្នុងនយោបាយនេះគឺខ្ញុំមានការបដិញ្ញាចិត្តហើយខ្ញុំមានភាពមោះមុតថានឹងយកផ្លូវនយោបាយសម្រាប់ធ្វើជាដំណើររបស់ខ្ញុំក្នុងការឆ្លងចាប់ក្នុងការជួយសង្គមដូច្នេះហើយការខិតខំប្រឹងប្រែងរបស់ខ្ញុំក្នុងចាប់ផ្ដើមពីចំណុចជាយុវជនមួយរូបនៅក្នុងគណៈបករហូតដល់ខ្ញុំមានតួនាទីជាអគ្គលេខាធិការរងនៃគណៈបកមូលផងដែរបាទដូច្នេះយុវជនយើងសប្តាហ៍ថ្ងៃនេះដើម្បីហក់ចូលនយោបាយវាមានកត្តាច្រើនណាស់យើងអាចចូលប៉ុន្តែក្នុងនោះឧបសគ្គក៏មានច្រើនដែរតម្រូវនឹងយើងអាចសម្រេចចិត្តចូលនយោបាយក៏តែយើងប្រឈមនឹងបញ្ហាមួយចំនួនដូចជាបញ្ហាគ្រួសារក្តីគឺថាធម្មតាឪពុកម្ដាយយើងគាត់មានការបាក់ស្បាតហើយគាត់ភ័យខ្លាចទៅនឹងនយោបាយដោយគាត់មិនបានយល់ពីអត្ថន័យនៃពាក្យនយោបាយច្បាស់ដូច្នេះធ្វើឲ្យគាត់នឹងខ្លាចរអានឹងនយោបាយចឹងគាត់អាចបន្តហាមឃាត់ទៅដល់កូនគាត់ចំនួនក្រោយដែលមិនឲ្យប៉ះពាល់ឬក៏ពាក់ព័ន្ធនៅក្នុងរឿងនយោបាយហើយរឿងមួយទៀតពាក់ព័ន្ធនឹងបញ្ហាកត្តាសង្គមផងដែរក្រៅពីការកត្តាគ្រួសារក៏នៅកត្តាសង្គមជាមួយសង្គមយើងមួយចំនួនគាត់អត់ដែលផ្ដល់ឱកាសឲ្យយុវជនយើងនេះក្នុងសង្គមយើងនេះអ្នកចាស់គាត់ថាយុវជននៅឲ្យឆ្ងាយពីរឿងនយោបាយគិតទៅពីរឿងរៀនសូត្រគាត់ភ្លេចគិតថាតើពេលដែលគាត់ចាស់ទៅគាត់ស្លាប់ទៅគាត់អត់រលត់ទៅតើបានឯណាតាក់ស្នងគាត់បើមិនឲ្យយុវជនរៀនធ្វើនយោបាយរៀនសូត្រពីអ្នកចំនួនមុននេះដើម្បីធ្វើជាយកជាបទពិសោធន៍ដើម្បីបន្តវេនដឹកនាំដូច្នេះកត្តាសំខាន់ពីរនឹងហើយដែលធ្វើឲ្យយុវជនមានបញ្ហាឧបសគ្គច្រើនក្នុងការចូលរួមនៅក្នុងនយោបាយបាទសូមអរគុណនៅក្នុងបច្ចុប្បន្នភាពដោយសារតែគណៈបកថ្មីដែលថាក្រុមនឹងរួបរวมគ្នានៅពេលខាងមុខប្រកាសជាគណៈបកថ្មីនេះមិនទាន់បានចេញជារូបរាងនៅឡើយគាត់តែជាគម្រោងនោះប៉ុន្តែឥឡូវនៅគណៈបកសំរងស៊ីនិងគណៈបកសិទ្ធិមនុស្សនៅឡើយខ្ញុំគាត់ចង់និយាយសួរលោកបញ្ជាក់ជូនលោកស្ដាប់ថាតើគណៈបកសិទ្ធិមនុស្សមានផែនការចក្ខុវិស័យសម្រាប់ពង្រឹងសមត្ថភាពឬក៏ទុកឱកាសឲ្យយុវជនជំនាន់ក្រោយដើម្បីបន្តវេនក្នុងការដឹកនាំបែបលក្ខណៈប្រជាធិបតេយ្យនោះទេបាទរឿងគណៈបកទីមនុស្សគឺយើងមានគោលការណ៍និងចក្ខុវិស័យច្បាស់លាស់ណាស់ក្នុងការត្រៀមអ្នកបន្តវេនក្នុងជួរថ្នាក់ដឹកនាំគណៈបកទីមនុស្សយើងបានបែកចែកជា3ចំនួនអ្នកមួយចំនួនមុនដែលកំពុងតែដឹកនាំគណៈបកសប្តាហ៍ថ្ងៃគឺមានអាយុ60ឆ្នាំឡើងនេះគឺមួយចំនួនដែលកំពុងតែដឹកនាំហើយអ្នកដែលត្រៀមបន្តវេនស្នងអ្នកអាយុ60ឆ្នាំឡើងយើងមានមួយចំនួនទៀតគឺអាយុពី40ទៅដល់
69ក្រោម60ហ្នឹងដែលជាអ្នកត្រៀមខ្លួនដើម្បីបន្តវេនឯមួយចំនួនទៀតគឺមានអាយុ25ទៅ40ឆ្នាំហ្នឹងដែលក្នុងវ័យពួកខ្ញុំនេះដែលត្រៀមខ្លួនបន្តមួយចំនួនទៀតក្នុងគណៈបកនោះគឺយើងមានចក្ខុវិស័យច្បាស់លាស់ថាដើម្បីធ្វើឲ្យគណៈបកមាននិរន្តរភាពសកម្មភាពទៅមុខទៀតគឺយើងបានបែងចែកថ្នាក់ដឹកនាំជា3ចំនួនហ្នឹងដើម្បីត្រៀមខ្លួនបន្តដោយឡែកដូចរូបខ្ញុំគឺថ្នាក់ដឹកនាំបានផ្ដល់ឱកាសបីបិទតែខ្ញុំស្ថិតនៅក្នុងចំនួនទី3ដែលចំនួនពីវ័យ25ទៅ40ឆ្នាំក៏ពិតមែនប៉ុន្តែគណៈបកមើលឃើញសកម្មភាពរបស់យើងមានភាពសន្ទុះសកម្មមានការលះបង់មានគោលជំហរនឹងនៅក្នុងនយោបាយគាត់បានផ្ដល់កម្រិតឲ្យខ្ញុំមួយកម្រិតទៀតកាន់តួនាទីធំមួយនៅក្នុងគណៈបកក្នុងនាមជាអគ្គលេខាធិការរងនេះជាការផ្ដល់តម្លៃមួយជាខ្លាំងក្លាមែនទែនចំពោះរូបខ្ញុំដែលខ្ញុំជាយុវជនមួយរូបពីមុនឥឡូវខ្ញុំបានឈានជាកម្រិតមួយថ្នាក់ដឹកនាំកម្ពុជារបស់គណៈបកដូច្នេះហើយសួរថាតើដើម្បីត្រៀមខ្លួនជាអ្នកបន្តវេនគណៈបកជំនុំមានការបណ្ដុះបណ្ដាលធនធានមនុស្សគឺយើងមានកម្មវិធីជាច្រើនក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សរបស់យើងដូចជាមានកម្មវិធីទស្សនកិច្ចសិក្សានៅក្រៅប្រទេសគឺយើងធ្វើទៅម៉េចមួយឆ្នាំយើងបញ្ជូនយុវជនយើងឲ្យបាន4រូបទៅទស្សនកិច្ចសិក្សាដកស្រង់បទពិសោធន៍នៅសហគមន៍អឺរ៉ុប2រូបហើយនៅសហរដ្ឋអាមេរិក2រូបនេះជាការពង្រឹងសមត្ថភាពហើយនៅក្នុងស្រុកវិញយើងមានការសហការជាមួយនឹងអង្គការមួយចំនួនដូចជាអង្គការ IOI អង្គការ Konrad Adenauer Foundation អង្គការ Friedrich Naumann Foundation ក្នុងការបញ្ជូនយុវជនយើងទៅរៀននៅក្រៅស្រុកឬក៏នៅក្នុងស្រុកនឹងដើម្បីពង្រឹងសមត្ថភាពជាពិសេសគឺពង្រឹងភាពជាអ្នកដឹកនាំនិងការទទួលខុសត្រូវនៅក្នុងការបំពេញភារកិច្ចជូនគណៈបកបាទសូមអរគុណលោកធីសុសានที่បានអធិប្បាយជុំវិញនឹងទស្សនវិស័យរបស់យុវជនសម្រាប់បន្តវេននៅក្នុងការចូលរួមនយោបាយបាទជាបន្តលោករចាក់មានអ្វីបន្ថែមទាក់ទងនឹងការបន្តវេនរបស់យុវជនខ្ញុំសូមលើកឡើងនៅគំនិតដូចតទៅទី1បើយើងនិយាយអំពីយុវជននិងនយោបាយយុវជននិងភាពជាអ្នកដឹកនាំដំបូងខ្ញុំសូមលើកឡើងអំពីយុវជននិងនយោបាយយុវជននិងនយោបាយនេះទាំងអស់គ្នាតែងតែមានការយល់ច្រឡំបន្តិចយុវជននយោបាយនេះមិនមែនមានថាចាំបាច់តែយុវជននឹងលោតចូលក្នុងឆាកនយោបាយសកម្មនឹងបានយើងហៅថាយុវជនធ្វើនយោបាយទេយុវជននយោបាយនេះមានន័យថាសកម្មភាពទាំងឡាយណាដែលយុវជនចូលរួមនៅក្នុងសង្គមទាំងនៅក្នុងក្រុមគ្រួសារបប្រតិបត្តិខ្លួនឲ្យបានល្អការយកចិត្តទុកដាក់ក្នុងការរៀនសូត្រស្ដាប់បង្គាប់ឪពុកម្ដាយនិងការយកចិត្តទុកដាក់លើសុខទុក្ខរបស់គ្រួសារនេះជាចំណុចមួយនៃការចាប់ផ្ដើមនយោបាយហើយមួយទៀតការយកចិត្តទុកដាក់ចំពោះសង្គមជាតិអ្នកដែលរស់នៅក្បែរខ្លួនការចេះឈឺឆ្អាលហ៊ានលះបង់ចំណាយនៅពេលវេលាធនធានដើម្បីជួយដល់អ្នកដែលរស់នៅក្បែរខ្លួននិងសង្គមដែលខ្លួនរស់នៅនោះហើយគឺជាការចាប់ផ្ដើមនៃការធ្វើនយោបាយរបស់យុវជនការជជែកវែកញែកអំពីបញ្ហាប្រទេសជាតិបញ្ហាសង្គមផ្សេងការចែករំលែកនៅចំណេះដឹងដែលខ្លួនមានការជួយបង្រៀនអ្នកដែលមិនសូវចេះឬក៏អ្នកចេះយើងចេះជាងយើងជួយបង្រៀនគ្នានោះហើយជាការធ្វើនយោបាយនេះខ្ញុំគាត់នៅធ្វើការសង្ខេបតែប៉ុណ្នេះយើងហៅថាការធ្វើនយោបាយវាការធ្វើនយោបាយដោយផ្ទាល់និងការធ្វើនយោបាយដោយប្រយោលប៉ុន្តែយើងសង្កេតឃើញថានៅកម្ពុជាបច្ចុប្បន្ននេះរដ្ឋាភិបាលដែលគេបង្កើតសាលារៀនមានចេញយើងចាត់ថាវិទ្យាល័យមហាវិទ្យាល័យសាកលវិទ្យាល័យឬក៏គ្រឹះស្ថានឡើងទៅគេតែងតែមិនបើកឱកាសនឹងឲ្យយុវជនចូលរួមគំនិតចែករំលែកនៅចំណេះដឹងចែករំលែកនៅបទពិសោធន៍របស់ខ្លួននៅក្នុងចំណោមមនុស្សដែលមានវ័យចំណាស់ទេទីមួយគេគិតចាត់ទុកថាយុវជននៅមានបទពិសោធន៍វ័យក្មេងនៅមានបទពិសោធន៍ខ្ចីមិនអាចយកមកប្រើប្រាស់បាននឹងទី1ទី2ទៀតការរឹតបន្តឹងរឹតបន្តឹងផ្នែកនយោបាយបានន័យថាតាមសាលាវិទ្យាល័យមហាវិទ្យាល័យសាកលវិទ្យាល័យគ្រឹះស្ថានអប់រំថ្នាក់ឧត្តមសិក្សានឹងគេបំបិទឱកាសមិនឲ្យយុវជននឹងជជែកពីបញ្ហានយោបាយជជែកពីបញ្ហាជាគោលការណ៍របស់ប្រទេសជាតិឧទាហរណ៍ដូចជាទៅតាមសាលាសាកលវិទ្យាល័យមហាវិទ្យាល័យមួយចំនួននឹងរហូតដល់គេចេញនៅសេចក្តីណែនាំមិនឲ្យនិស្សិតនឹងជ្រើសរើសយកប្រធានបទមួយចំនួនយកមកសរសេរជាសារណាថែមទៅទៀតនោះហើយជាការបិទសិទ្ធិរឹតបន្តឹងផ្នែកនយោបាយបិទច្រកមិនឲ្យយុវជនចូលរួមនៅក្នុងកិច្ចការប្រទេសជាតិនៅក្នុងការអភិវឌ្ឍសង្គមនេះជាចំណុចមួយដែលយើងមើលឃើញថាมันមានលក្ខណៈសមស្របហើយការដឹកនាំបែបនេះមិនមែនមានទិសដៅណាមួយដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សមិនមានចេតនាណាមួយបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំដើម្បីបន្តវេននោះទេនៅក្នុងចំណុចដដែលខ្ញុំសូមបញ្ជាក់ថាចាប់ពីពេលនេះរហូតដល់ឆ្នាំ2013បោះឆ្នោតសភាយុវជនដែលមានអាយុ15ឆ្នាំដល់40ឆ្នាំគឺមានរហូតដល់ 60%
ដែលគ្រប់អាយុបោះឆ្នោតនៅក្នុងកម្ពុជាទាំងមូលហ្នឹងបានន័យថាចំនួនអ្នកបោះឆ្នោតនេះច្រើនណាស់សួរថាយុវជនក្នុងចំណោម 60% ហ្នឹងមុននឹងឈានដល់ការបោះឆ្នោតជ្រើសតាំងសមាជិកសភាឆ្នាំ 2013 ហ្នឹងយុវជនទាំងអស់ហ្នឹងលោកបានទទួលព័ត៌មានគ្រប់គ្រាន់ហើយអំពីកាតព្វកិច្ចរបស់ខ្លួនអំពីសារៈសំខាន់នៃសិលឹកឆ្នោតរបស់ខ្លួនអំពីលក្ខខណ្ឌនៃការចូលរួមបោះឆ្នោតរបស់ខ្លួនបានដឹងហើយឬនៅខ្ញុំយល់ឃើញថាការផ្សព្វផ្សាយព័ត៌មានទាំងឡាយទៅឲ្យប្រជាពលរដ្ឋជាពិសេសក្នុងចំណោមយុវជននេះមានកម្រិតទាបបំផុតបើផ្អែកទៅតាមរបាយការណ៍អង្កេតរបស់អង្គការ UNESCO របស់អង្គការ UNDP និងអង្គការមួយចំនួនទៀតដែលគេធ្វើអង្កេតទៅលើបញ្ហានេះនេះជាចំណុចដែលមានការព្រួយបារម្ភបំផុតហើយបើយើងប្រៀបធៀបនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូលនេះប្រទេសកម្ពុជាគឺមានយុវជនវ័យក្មេងច្រើនជាងគេបំផុតបាទប្រទេសយើងមានអាស៊ីអាគ្នេយ៍មាន10អាស៊ានហ្នឹងយុវជនស្រុកខ្មែរចាប់ពីអាយុ15ដល់40ឆ្នាំហ្នឹងមានដល់ 30% បើយើងប្រៀបធៀបនៅក្នុងប្រទេស9ផ្សេងទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍អាស៊ានហ្នឹងអញ្ចឹងនេះជាកង្វល់បំផុតមួយសម្រាប់ប្រជាពលរដ្ឋខ្មែរសម្រាប់សង្គមជាតិទាំងមូលហើយអង្គការ UNDP គេបានធ្វើនីតិទស្សន៍មួយបង្ហាញឲ្យឃើញថាយុវជនបើកាលណារដ្ឋាភិបាលមិនយកចិត្តទុកដាក់ចំពោះយុវជនបើយើងនិយាយពីការអប់រំវិញខ្ញុំបានលើកឡើងពីខាងដើមគឺមិនគ្រាន់តែបំបិទឱកាសមិនឲ្យយុវជនចូលរួមនៅក្នុងការជជែកវិញ្ញាការនិយាយពីបញ្ហានយោបាយពីបញ្ហាសង្គមប៉ុណ្ណោះទេរដ្ឋាភិបាលមិនបានយកចិត្តទុកដាក់ចំពោះគុណភាពអប់រំនៅតាមសាកលវិទ្យាល័យមហាវិទ្យាល័យហ្នឹងដូចចេះយើងសួរថាយុវជន 30% បច្ចុប្បន្ននេះដែលមាន 30% ហើយមានកំណើនច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ហើយតាម UNDP គេលើកឡើងថាយុវជនខ្មែរក្នុងមួយឆ្នាំកើនឡើងដល់ 100,000 នាក់នោះសួរថាក្នុងចំនួន 100,000 នាក់នេះបូកទាំងនិស្សិតបូកទាំងយុវជនដែលមកពីតំបន់ជនបទទីក្រុងទីប្រជុំជនហ្នឹងវាមានដល់ 100,000 នាក់ហើយក្នុង 100,000 នាក់នេះសួរថារដ្ឋាភិបាលបង្កើតបានការងារប៉ុន្មានភាគរយសម្រាប់យុវជននេះយើងមិនទាន់បាននិយាយពីការងារដែលមានវិជ្ជាជីវៈការងារដែលសមស្របទៅនឹងចំណេះដឹងរបស់យុវជនផងយើងនិយាយពីការងារទូទៅគឺកម្រិតអត្រានៃការអត់ការងារធ្វើរបស់យុវជនច្រើនណាស់រហូតដល់ជាង 70% នោះក្នុងចំណោមយុវជនដែលគ្មានការងារធ្វើហើយបើយើងនិយាយអំពីបញ្ហានិស្សិតដែលបញ្ចប់ការសិក្សានៅតាមសាកលវិទ្យាល័យមហាវិទ្យាល័យក្នុងចំណោមសិស្សនិស្សិតដែលបញ្ចប់ការសិក្សា 10,000 នាក់ក្នុងនោះមានតែ 10% ទេដែលបានការងារធ្វើហើយបានការងារធ្វើនោះមិនមែនបានការងារធ្វើនៅក្នុងក្របខ័ណ្ឌរដ្ឋាភិបាលនៅក្នុងក្របខ័ណ្ឌក្រសួងមន្ទីររបស់រដ្ឋទេគឺបានការងារធ្វើនៅតាមអង្គការមិនមែនរដ្ឋាភិបាលនៅតាមក្រុមហ៊ុនប៉ុន្តែរដ្ឋាភិបាលមិនបានបង្កើតការងារណាមួយនៅក្នុងក្របខ័ណ្ឌរដ្ឋទេកើតបានមែនក៏លោកបានបង្កើតបានខ្លះប៉ុន្តែបង្កើតបានខ្លះហ្នឹងបានតែសម្រាប់អ្នកដែលមានលុយទៅសោកសុំចូលក្របខ័ណ្ឌហើយបានចូលទៅក្នុងក្របខ័ណ្ឌរដ្ឋដោយសារមានបពុមានបងប្អូនមានឪពុកម្ដាយចូលបានតែសម្រាប់យុវជនដែលគ្មានលុយកាក់មិនមានសាររយៈមិនមានបងប្អូនហ្នឹងគឺអត់ដែលបានចូលការងាររដ្ឋទេនេះជាបញ្ហាមួយនៅក្នុងសង្គមហើយ UNDP បានបញ្ជាក់ច្បាស់នៅក្នុងឆ្នាំ 2015 បើរដ្ឋាភិបាលមិនបានដោះស្រាយបញ្ហាការងារសម្រាប់យុវជនទេវានឹងអាចធ្វើឲ្យមានអស្ថិរភាពសង្គមនេះជាការព្យាករណ៍មួយរបស់ UNDPដូច្នេះបើយើងគិតមើលថាពីចាប់ពីពេលនេះរហូតដល់ 2013 យុវជនមាន 60% ដែលគ្រប់អាយុបោះឆ្នោតតែបើប្រៀបធៀបនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូលយុវជនស្រុកខ្មែរមាន 30% ចាប់ពីអាយុ15ដល់40ឆ្នាំហើយចំនួនច្រើនជាងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះជាចំណុចដែលខ្ញុំលើកឡើងយុវជនធ្វើនយោបាយការធ្វើនយោបាយរបស់យុវជនដោយផ្ទាល់បងអូនខាងតំណាងអគ្គលេខាធិការរងនៃគណៈបកសិទ្ធិមនុស្សខ្ញុំសប្បាយចិត្តដែលបានបងអូនបានលើកឡើងថាគណៈបកបានយកចិត្តទុកដាក់ក្នុងការផ្ទេរភាពជាដឹកនាំនឹងឲ្យទៅបងអូនហើយបានជ្រើសតាំងបងអូនតែតាំងបងអូនជាអគ្គលេខាធិការរងដើម្បីបន្តវេនជាអ្នកដឹកនាំនេះជាគំនិតព្រឹកដើមមួយល្អហើយនៅក្នុងក្របខ័ណ្ឌគណៈបកនយោបាយប៉ុន្តែខ្ញុំយល់ឃើញថាការចូលរួមរបស់យុវជនក្នុងឆាកនយោបាយវាចាំបាច់ត្រូវយុវជនលោកមានចំណេះដឹងច្រើនពីខាងក្រៅដែរបើដូចតែពេលបច្ចុប្បន្នស្ថានភាពបច្ចុប្បន្ននេះការចូលរួមរបស់យុវជននៅក្នុងឆាកនយោបាយដោយផ្ទាល់នេះមានកម្រិតទាបបំផុតនោះមិនមែនមានន័យថាយុវជនមិនចង់ចូលរួមទេទីមួយលោកយុវជនក៏ត្រូវការគិតពីកាពះខ្លួនឯងដែរទីមួយរៀនចប់ហើយទៅធ្វើម៉េចឲ្យខ្លួនឯងនឹងរស់ទីពីរទៀតរៀនចប់ហើយទៅរកលុយសងបំណុលឪពុកម្ដាយពីព្រោះតាមដែលខ្ញុំចុះទៅតាមមូលដ្ឋានឪពុកម្ដាយខ្លះគាត់មកត្អូញប្រាប់ខ្ញុំប្អូនហើយខ្ញុំយកស្រែខ្ញុំទៅប្រចាំឲ្យស៊ីលេដាទៅប្រចាំធនាគារដើម្បីយកលុយនោះមកឲ្យកូនខ្ញុំរៀនឥឡូវកូនខ្ញុំរៀនចប់បាក់បរិញ្ញាបត្រអត់ការងារធ្វើឥឡូវអាស្រ័យក៏មិនបានក៏ដាច់ទៅកូនក៏អត់ការងារធ្វើរៀនចប់ពីសាលាសួរថាស្ថានភាពបែបនេះយើងសង្វេគទេសម្រាប់យុវជនខ្មែរសម្រាប់ប្រជាកសិករខ្មែរដែលយល់ឃើញថាមានការអប់រំទេដែលអាចជួយឲ្យគ្រួសារមានមុខមានមាត់ថ្កុំថ្កើងហើយជួយរកចំណូលសម្រាប់គ្រប់គ្រងគ្រួសារតែដល់ពេលការអប់រំគុណភាពមិនល្អហើយការបង្កើតការងាររបស់រដ្ឋាភិបាលមិនបានគ្រប់គ្រាន់ធ្វើឲ្យយុវនិស្សិតដែលបញ្ចប់ការសិក្សាហ្នឹងលោកអត់ការងារធ្វើបង្កផលលំបាកដល់សង្គមផងនិងគ្រួសារផងគ្រួសារបាត់បង់ដីស្រែវារឹតតែធ្វើឲ្យស្ថានភាពក្រីក្ររឹតតែធ្ងន់
ធ្ងរឡើងទៅទៀតនេះជាចំណុចដូច្នេះយើងសរុបមកវិញអ្វីដែលគណៈបកនយោបាយគួរគប្បីធ្វើនោះគឺថាគួរបើកចំហឲ្យយុវជនធ្វើហើយខ្ញុំបានស្ដាប់មកវិញថាយុវគណៈបកសិទ្ធិមនុស្សមានកម្មវិធីបណ្ដុះបណ្ដាលយើងគិតថានិស្សិតដែលចេញពីសាកលវិទ្យាល័យលោកមិនទាន់មានបទពិសោធន៍ទេលោកមិនទាន់មានជំនាញទេអញ្ចឹងបើគណៈបកនយោបាយបង្កើតឲ្យមានកម្មវិធីបណ្ដុះបណ្ដាលទាំងផ្នែកនយោបាយទាំងផ្នែកជំនាញពាក់ព័ន្ធដែលគាត់អាចរកការងារគួបផ្សំដើម្បីជួយឲ្យគាត់រស់ផងជួយដល់គ្រួសារគាត់ផងហើយជួយឲ្យគាត់មានឆន្ទៈរឹងមាំជាមួយគណៈបកនយោបាយផងអញ្ចឹងការបណ្ដុះបណ្ដាលនេះយើងត្រូវផ្ដោតពីទី1ផ្ដោតអំពីជំនាញនយោបាយជំនាញនយោបាយនេះយើងត្រូវផ្ដោតលើការអប់រំគាត់លើបញ្ហាសិល្បៈនៃការនិយាយជាសាធារណៈឲ្យគាត់ចេះនិយាយជជែកគ្នាចេះថា debate ដេញដោលគ្នាពីព្រោះថាការដេញដោលនេះនៅក្នុងប្រទេសដែលនៅសហរដ្ឋអាមេរិកនៅប្រទេសដែលគេមានវិស័យអប់រំរឹងមាំហ្នឹងនិស្សិតគេនឹងគេបង្រៀនឲ្យនិស្សិតនេះចេះនិយាយហ្មងមិនដូចស្រុកខ្មែរទេគឺបង្រៀនឲ្យសិស្សចេះធ្វើគោមិនចេះនិយាយវាខុសគ្នាត្រង់ស្ថានភាពពីរហ្នឹងខុសគ្នាអញ្ចឹងធ្វើម៉េចបង្រៀនឲ្យគាត់យល់ពីសិល្បៈនៃការនិយាយស្ដីហ្នឹងទី2ត្រូវបង្រៀនគាត់ឲ្យយល់ពីការទំនាក់ទំនងជំនាញទំនាក់ទំនងរបស់គាត់ communication skill ទំនាក់ទំនងសាធារណៈរបស់គាត់បរៀនឲ្យគាត់យល់អំពីរចនាសម្ព័ន្ធរបស់គណៈបកបរៀនឲ្យគាត់យល់អំពីឧត្តមគតិទស្សនវិស័យរបស់គណៈបកឲ្យច្បាស់បើកាលណាគាត់ទទួលយកគណៈបកណាមួយគាត់ត្រូវស្គាល់ទាំងអស់ក្នុងគណៈបកហ្នឹងពេលដែលគាត់ចេញទៅគាត់ជាតំណាងឲ្យបកទាំងមូលគាត់ចេញទៅគាត់ជាឯកអគ្គរដ្ឋទូតរបស់បកបើកាលណាគេនិយាយប៉ះពាល់ដល់បកគាត់ត្រូវបង្ហាញឲ្យគេឃើញគាត់ត្រូវបំភ្លឺឲ្យគេយល់អំពីគណៈបកហ្នឹងដូច្នេះវាមានតាមយុទ្ធសាស្ត្រគោលការណ៍របស់បកសារនយោបាយរបស់បកបរៀនឲ្យគាត់យល់អំពីការបង្កើតសារនយោបាយរបស់បកបរៀនឲ្យគាត់មានជំនាញក្នុងការរៃអង្គាសបរៀនឲ្យគាត់យល់អំពីផែនការឃោសនាបោះឆ្នោតបរៀនឲ្យគាត់អំពីរបៀបជ្រើសរើសសមាជិកគណៈបកថែទាំគណៈបកលក្ខណៈបន្តមកទៀតយើងបរៀនក៏អំពីជំនាញផ្សេងដែលចាំបាច់ដល់ពង្រឹងដល់វិស័យការងារទីផ្សារការងាររបស់គាត់តើឥឡូវគាត់ក៏រៀនខាងច្បាប់ហើយតើគណៈបកដែលបង្កើតកម្មវិធីនេះតើត្រូវបង្រៀនឲ្យគាត់ឲ្យត្រូវចំណេះដឹងដែលគាត់រៀនមកនោះយើងត្រូវបង្រៀនធ្វើយ៉ាងណាបើថាគាត់បង្រៀនខាងច្បាប់ថាធ្វើម៉េចពង្រឹងខាងវិស័យច្បាប់របស់គាត់ឲ្យសមស្របទៅនឹងចំណេះដឹងសាវតាចំណេះដឹងរបស់គាត់នេះជាអ្វីដែលខ្ញុំសង្កេតឃើញដែលមានសារៈសំខាន់សម្រាប់គណៈបកនយោបាយរីឯបញ្ហាលើកទឹកចិត្តនៅក្នុងប្រទេសក្នុងបកខ្ញុំជឿថាគណៈបកនយោបាយមិនត្រូវចាត់ទុកស្លាប់យុវជនចាត់ទុកថាស្លាប់ខាងស្ដាំចលនាស្ត្រីគេចាត់ទុកស្លាប់ខាងឆ្វេងអង់គ្លេសថា youth wing and women wing អញ្ចឹងកន្លងមកគណៈបកនយោបាយតែងតែចាត់ទុកថាយុវជននឹងគ្រាន់តែជាអ្នកបម្រើនយោបាយបម្រើឲ្យអ្នកនយោបាយមិនបានចាត់ទុកយុវជននឹងជាអ្នកចូលរួមនៅក្នុងគណៈបកនយោបាយដើម្បីសម្ដៅទៅរកជ័យជំនះអញ្ចឹងការលើកទឹកចិត្តយុវជនគឺត្រូវផ្ដល់តួនាទីសមស្របត្រូវផ្ដល់ឲ្យគាត់នៅតំណែងណាមួយមាននៅក្នុងអំណាចនៃការធ្វើសេចក្តីសម្រេចចិត្តបើគ្រាន់តែឲ្យយុវជនចូលរួមនៅគ្រាន់តែជាអ្នកបម្រើឲ្យអ្នកនយោបាយមិនបានផ្ដល់តួនាទីឲ្យគាត់សមស្របទេមិនបានផ្ដល់សិទ្ធិអំណាចឲ្យគាត់ធ្វើសេចក្តីសម្រេចចិត្តជាមួយកិច្ចការរបស់បកទេនោះអញ្ចឹងធ្វើឲ្យយុវជននឹងគាត់មិនមានទឹកចិត្តទេបើកាលណាគាត់លើកគំនិតអីទៅគណៈបកយកមកពិចារណាលើកពីគោលចំហអ្វីមួយទស្សនៈអ្វីមួយគណៈបកយកមកធ្វើការពិចារណាហើយពេលសម្រាប់ឲ្យមានការជ្រើសរើសថ្នាក់ដឹកនាំការកំណត់អំពីគោលការណ៍របស់បកកម្មវិធីនយោបាយរបស់បកយុវជនត្រូវបានអនុញ្ញាតឲ្យចូលរួមទាំងការផ្ដល់យោបល់ទាំងការពិគ្រោះយោបល់ទាំងការសម្រេចនោះហើយប្រកាសជានឹងពង្រឹងនៅឆន្ទៈរបស់យុវជននៅក្នុងគណៈបកហ្នឹងអញ្ចឹងយុវជនមិនត្រូវបានគេចាត់ទុកគ្រាន់តែជាអ្នកបម្រើនយោបាយហើយជាអ្នកដែលគេត្រូវការបានគេរត់ទៅរកបើគេមិនត្រូវការទេគេមិនអើពើនោះមិនមែនជាការមួយលើកទឹកចិត្តឲ្យការចូលរួមរបស់យុវជនទេនេះជាចំណុចមួយដែលខ្ញុំសូមលើកជូនយោបល់តែប៉ុណ្្នឹងបាទសូមអរគុណលោករតចក្រដែលបានបកស្រាយបង្ហាញអំពីយុវជននៅពេលបច្ចុប្បន្ននេះថាមិនសូវមានគុណភាពតាមរយៈការអប់រំរបស់រដ្ឋាភិបាលដែលមិនសូវយកចិត្តទុកដាក់ឥឡូវយើងងាកមកលោកធីនសុកសានវិញដោយសារតែលោករតចក្របានមានប្រសាសន៍ហើយជំវិញការមិនសូវយកចិត្តទុកដាក់ទៅលើយុវជនដើម្បីផ្ដល់ឱកាសឲ្យគាត់បានអប់រំមានគុណភាពខ្ពស់ក៏ប៉ុន្តែបើយើងក៏លេចទៅមើលយុវជនជាពិសេសកូនមន្ត្រីធំដូចជាកូនលោកនាយករដ្ឋមន្ត្រីហ៊ុនសែននេះក៏បានបញ្ជូនកូនរបស់គាត់បានទៅរៀននៅសហរដ្ឋអាមេរិកហើយគាត់បានពង្រឹងអំណាចតាមរយៈកូនចៅរបស់គាត់តាមរយៈការទៅរៀននៅបរទេសហើយបរទេសនៅប៉ែកលោកសេរីហើយលោកសង្ឃឹមថានិស្សិតឬក៏កូនរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែននឹងដែលបញ្ចប់ការសិក្សាហើយអាចនឹងបន្តវេនឪពុករបស់លោកនឹងអាចដើរតាមគន្លងប្រជាធិបតេយ្យលោកសេរីនោះបានបាទជាសំណួរមួយល្អហើយនេះសម្រាប់ប្រជាពលរដ្ឋខ្មែរយើងគួរតែតោងគិតទៅលើចំណុចនេះខ្ញុំ
តែងតែលឺឲ្យថាប្រជាប្រដ្ឋមួយចំនួនថាអ្នកដឹកនាំយើងបច្ចុប្បន្នឬក៏ក្រុមអ្នកដឹកនាំយើងបច្ចុប្បន្នហ្នឹងគេនឹងត្រៀមបន្តវេនការដឹកនាំនេះទៅឲ្យកូនរបស់ពួកគេហើយគេសង្ឃឹមថាជាទៀតថាពេលដែលកូនរបស់អ្នកដឹកនាំបច្ចុប្បន្ននេះឡើងដឹកនាំប្រហែលជានឹងល្អជាងឪពុកឬម្ដាយពីព្រោះពួកគាត់ទាំងអស់នោះបានទទួលការអប់រំការសិក្សាពីប្រទេសលោកសេរីនេះគ្រាន់តែជាការមើលឃើញក្នុងផ្លូវសុតិធិនិយមប៉ុន្តែបើយើងគិតមកលើផ្លូវទុតិធិនិយមវិញយើងគួរតែគិតផងដែរតើកូនទាំងអស់នោះគាត់បានទៅរៀនសូត្រខ្ពង់ខ្ពស់ទទួលការអប់រំនៅក្រៅប្រទេសតាមរយៈណាគឺតាមរយៈឪពុកម្ដាយរបស់ពួកគាត់តែពេលដែលគាត់មកវិញតើគាត់អាចយកចំណេះដឹងរបស់គាត់យកមកប្រើការទៅតាមឆន្ទៈរបស់គាត់ដែរឬអត់គឺភាគតិចណាស់ដែលគាត់ហ៊ានប្រឆាំងតទល់ជាមួយនឹងឪពុករបស់គាត់ដែលកំពុងដឹកនាំឧទាហរណ៍គាត់ឃើញឪពុកម្ដាយគាត់ដឹកនាំផ្លូវខុសហើយបើតាមបែបបទតាមប្រព័ន្ធលោកសេរីនោះអញ្ចឹងគាត់អាចផ្ដល់យោបល់តើឪពុកម្ដាយគាត់ស្ដាប់គាត់អត់អញ្ចឹងនេះជារឿងមួយពិបាកប៉ុន្តែរឿងមួយទៀតជួនកាលគាត់ជាអ្នកដឹកនាំរៀននៅខាងលោកសេរីប៉ុន្តែគាត់អាចយកដឹងពីចំណុចខាងលោកសេរីគាត់យកមកបំលែងទៅជាបែបដឹកនាំមួយផ្ដាច់ការឬគុំនេះវិញឬតែជាអាក្រក់អាចថាជាអាក្រក់ជាងឪពុកម្ដាយទៅទៀតក៏ថាបានឧទាហរណ៍ជាក់ស្ដែងយើងមើលនៅបណ្ដាប្រទេសដឹកនាំមួយចំនួនដែលប្រកាន់របបផ្ដាច់ការដូចជានៅទូនីស៊ីនៅលីប៊ីអីថ្មីនៅសេរីអីកូនអ្នកដឹកនាំអត់ទៅនឹងសិតតែទៅរៀននៅបរទេសដូចគ្នារៀននៅលោកសេរីដូចគ្នាពេលដែលឪពុកម្ដាយផ្ទេរអំណាចឲ្យដឹកនាំបន្តខ្លួនធ្វើអាក្រក់ជាងឪពុកម្ដាយទៅទៀតមានន័យថាវាអត់ខុសពីពាក្យស្លោកខ្មែរយើងតែនិយាយថាអ្នកមិនសូវចេះធ្វើខុសតិចតែបើអ្នកចេះធ្វើខុសឬទៅច្រើនវាជាក់ស្ដែងយើងមើលដូចជានៅក្នុងរបបខ្មែរក្រហមអញ្ចឹងអ្នកទៅរៀនអ្នកដឹកនាំខ្មែរក្រហមអស់សិតតែរៀននៅថ្នាក់បណ្ឌិតហើយទៅរៀននៅស្រុកក្រៅមកវិញដឹកនាំប្រទេសអាក្រក់ជាងអ្នកដែលដឹកនាំមានចំណេះដឹងទាបជាងឥឡូវយើងមើលកន្លងមកខ្ញុំឧទាហរណ៍ជាក់ស្ដែងចុះដូចជាការដែលធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកាលពីឆ្នាំដែលមានជាប់គាំងនយោបាយរឿងការបោះឆ្នោតជាកញ្ចប់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនយើងបច្ចុប្បន្នគាត់ធ្លាប់បានលើកឡើងក្តែងហើយកូនច្បងគាត់ដែលកំពុងតែរៀននៅអាមេរិកខាងនោះហើយបានទេមកប្រាប់ថាមិនក៏ពុកឯងដូររដ្ឋធម្មនុញ្ញគាត់ធ្លាប់ឲ្យយោបល់ពុកគាត់ចឹងឪពុកគាត់ថាអញឲ្យលុយឲ្យទៅរៀនអស់មកកគុកមកភ្លឺចឹងបើមិនដូររដ្ឋធម្មនុញ្ញវាមិនគាំងចឹងហើយទុកឲ្យគេឲ្យពួកប្រឆាំងហ្នឹងដើម្បីយកអ្នកឈ្នះធ្វើជាចំណាប់ខ្មាំងនយោបាយចឹងនេះជាចំណុចដែលនាយករដ្ឋមន្ត្រីគាត់បានលើកឡើងក្តែងនៅចំពោះវេទិកាសាធារណជនថាកូនគាត់ធ្លាប់ឲ្យយោបល់ចឹងតែគាត់មិនព្រមយកអាហ្នឹងមានន័យថាដូចខ្ញុំនិយាយពីខាងដើមជាការកូនទោះបីជាកូននឹងបានទៅរៀនសូត្រនៅលោកសេរីក៏ដោយប៉ុន្តែបើពេលម្ដងប្រឈមមុខនឹងឪពុកម្ដាយដែលជាអ្នកមានគុណរបស់ខ្លួនតើគាត់អាចជួយបានដែរឬអត់អាហ្នឹងទី1បើយើងគិតនេះហើយតែទី2ហើយជួនកាលគាត់អាចដឹកនាំមួយអាក្រក់ជាងឪពុកម្ដាយគាត់ក៏ថាបានដែរដូច្នេះអាការយល់ឃើញថាអាចដឹកនាំល្អជាងឪពុកឬក៏យល់ឃើញអាក្រក់នេះយើងចាំមើលទៅពីព្រោះសប្តាហ៍ថ្ងៃនេះបរិបទនយោបាយសប្តាហ៍ថ្ងៃយើងគឺអ្នកដឹកនាំដោយមួយក្រុមហ្នឹងគាត់ចាប់ផ្ដើមត្រៀមហើយគាត់បានប្រតិកលាគ្នាចាប់ជាសាច់ជាឈាមប្រឡងនៅនេះប្រឡងនៅនោះហើយគេនឹងត្រៀមបន្តវេនអំណាចទាំងអស់នេះទៅឲ្យកូនចៅគេតទៅទៀតបើសិនបើប្រជាប្រដ្ឋខ្មែរនៅតែបង្ងើយកន្តើយនៅតែចាត់ទុកថាអារឿងអស់ហ្នឹងគឺចាត់ទុកឲ្យជាអ្នកនយោបាយជាអ្នកគិតគូរទៅយើងជាប្រជាប្រដ្ឋមិនខ្វល់ខ្វាយទេអញ្ចឹងទុកឱកាសអ្នកដឹកនាំគេធ្វើអីសេចក្ដីចិត្តហ្នឹងទៅគេនឹងត្រៀមបន្តទៅឲ្យកូនគេទៀតហើយតើកូនគេនឹងដឹកនាំគេនឹងបន្តទៅទៀតអត់ព្រោះប្រព័ន្ធវាអត់ដូរបើដូរតែមនុស្សពីឪពុកម្ដាយដែលដឹកនាំមិនល្អហើយប្រព័ន្ធនៅដដែលហើយកូនឡើងមកកាន់អាប្រព័ន្ធដដែលហ្នឹងវានឹងទៅវានៅដដែលហ្នឹងព្រោះដូរមនុស្សយ៉ាងណាក៏ដោយដូច្នេះបើប្រជាប្រដ្ឋគាត់មានការពិចារណាគួរតែគិតឡើងវិញតើយើងគួរតែសម្រេចដូរទាំងបកទាំងមនុស្សតែម្ដងព្រោះឥឡូវនេះយើងឃើញមានចលនាប្រជាធិបតេយ្យសង្គ្រោះជាតិដែលមានការកើតឡើងរវាងគណៈបក្សសិទ្ធិមនុស្សនិងគណៈបក្សសំរងស៊ីបានបង្កើតតាំងពីថ្ងៃទី16ខែ7នៅទីក្រុងម៉ានីលប្រទេសហ្វីលីពីននោះថាជាការមួយធ្វើដើម្បីឲ្យស្របទៅតាមឆន្ទៈប្រជាប្រដ្ឋអញ្ចឹងបើប្រជាប្រដ្ឋគាត់ទៀមទីបានហើយឥឡូវបកទាំងពីរហ្នឹងបានព្រមរួមគ្នាឲ្យតាមឆន្ទៈហើយប្រជាប្រដ្ឋគួរតែសម្រេចចិត្តឲ្យបានត្រូវកុំបណ្ដោយឲ្យគណៈបកកណ្ដាលអំណាចបច្ចុប្បន្នបន្តធ្វើចឹងទៅទៀតអាចនឹងគ្រោះថ្នាក់បាទសូមអរគុណបាទក៏ប៉ុន្តែចក្ខុវិស័យរបស់គណៈបកទាំងពីរដែលគ្រោងនឹងបង្កើតគណៈបកថ្មីនៅពេលខាងមុខហ្នឹងថាតើមានការបណ្ដុះយុវជនចំនួនក្រោយដើម្បីឲ្យបន្តវេនអ្នកនយោបាយចាស់ហ្នឹងយ៉ាងដូចម្ដេចដូចខ្ញុំនិយាយពីខាងដើមចឹងសម្រាប់គណៈបកសិទ្ធិមនុស្សថាយើងបានត្រៀមកម្លាំងយុវជនរួចហើយហើយខាងរាំងស៊ីក៏ខ្ញុំអត់ទាន់បានដឹងទេពីព្រោះខ្ញុំមិនបាននៅក្នុងគណៈបកហ្នឹងណាប៉ុន្តែឥឡូវនេះបន្ទាប់ពីយើងបានចូលរួមជាចលនាប្រជាធិបតេយ្យសង្គ្រោះជាតិឥឡូវយើងចាប់ដើមខំបានចាប់ដើមប្រមូលផ្ដុំនៅកម្លាំងយុវជនធ្វើការរួមគ្នាហើយខ្ញុំសូមមិនបញ្ចេញខ្លះទេគាត់ថាវាជាចំណុចមួយចាប់ដើមហើយយើងកំពុងតែធ្វើការងាររួមគ្នាយ៉ាងល្អអាស្រ័យហើយយើងបង្កើតនៅគម្រោងការមួយចំនួនថាតើក្នុងនាមយើងជាយុវជននៃគណៈបកថ្មីដែលគ្រូនឹងបង្កើតនេះតែយើងគួរធ្វើអីដើម្បីបានប្រយោជន៍ហើយក្នុងនោះក៏យើងមានបណ្ដាអង្គការមួយចំនួនគេបានជួយលើកទឹកចិត្តឲ្យយុវជនហ្នឹងចូលរួមបានស
កម្មដូចជាខាងបងចាក់ចឹងបានលើកឡើងថាយុវជនគួរតែចូលរួមឲ្យបានច្រើនហើយយើងគួរតែផ្ដល់ឱកាសឲ្យយុវជនក្នុងការតំណែងណាមួយក្នុងការធ្វើសេចក្តីសម្រេចចិត្តក្នុងការទទួលខុសត្រូវមិនមែនយកយុវជនសម្រាប់ធ្វើតែជាអ្នកបម្រើនយោបាយហើយវាជាគួរថាណាបើសិនយុវជនយើងចូលរួមនៅក្នុងនយោបាយហើយយើងចាំមកស្ដាប់តែបញ្ជាឬក៏ចាំមកទទួលការដាក់ផែនការឲ្យធ្វើពីអ្នកនយោបាយយើងងាយនឹងគ្រោះថ្នាក់តែបើយើងចូលនយោបាយគឺយើងចូលឲ្យគៀកហើយយើងទទួលនៅក្នុងតំណែងណាមួយឬតួនាទីណាមួយជាអ្នកធ្វើការសម្រេចចិត្តជាអ្នកទទួលខុសនិងទទួលត្រូវចំពោះមុខគណៈបកនឹងគឺថាយើងមានឱកាសច្រើនឥឡូវនេះគណៈបកសំរងស៊ីនិងគណៈបកសន្តិមនុស្សយើងបានបង្កើតនៅក្រុមយុវជនរួមមួយហើយទាំងថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋានដែលយើងនឹងធ្វើគម្រោងការច្រើនចាប់ពីពេលឥឡូវនេះទៅរហូតដល់ថ្ងៃបោះឆ្នោតសភាជាតិនៅខែកក្កដាឆ្នាំ2013ដោយគម្រោងដែលយើងប្រុងធ្វើតើយើងគួរធ្វើអីពីឥឡូវនេះទៅដល់មុនថ្ងៃ1ខែកញ្ញាហើយចាប់ពីថ្ងៃ1ខែកញ្ញារហូតដល់ថ្ងៃ12ខែកក្កដាដែលជាអំឡុងពេលយុទ្ធនាការចុះឈ្មោះបោះឆ្នោតនៅប្រតិបត្តិឈ្មោះឆ្នោតតែក្នុងនាមយើងជាយុវជនគួរតែទទួលខុសត្រូវអីខ្លះដើម្បីឲ្យអ្នកនយោបាយគាត់មើលឃើញថាយើងពិតជាមានសមត្ថភាពអាហ្នឹងហើយបន្ទាប់ពីហ្នឹងមកតែយើងគួរធ្វើសកម្មភាពទៀតបន្ទាប់ពីចុះឈ្មោះឆ្នោតហើយយើងគួរធ្វើអីទៀតមុនពេលឃោសនាបោះឆ្នោតហើយអំឡុងពេលឃោសនាបោះឆ្នោតយើងគួរធ្វើអីហើយពេលយុទ្ធនាការឃោសនាតែយើងគួរធ្វើអីដូច្នេះយុវជនយើងបានត្រៀមរៀបចំមកហើយក៏យើងបានទទួលការស្វាគមន៍ហើយទទួលការលើកទឹកចិត្តពីគណៈបកទាំងពីរថាយុវជនមានជាកម្លាំងមួយស្នូលជាកម្លាំងមួយសំខាន់ក្នុងការស្វែងរកការគ្រប់គ្រងពីប្រជាពលរដ្ឋដើម្បីបោះឆ្នោតជូនគណៈបកថ្មីពីព្រោះយើងបានដឹងហើយថានៅក្នុងបញ្ជីឈ្មោះបោះឆ្នោតឆ្នាំកន្លងទៅអាណត្តិមុននេះគឺថាយើងប្រៀបធៀបមើលទៅថាសម្លេងឆ្នោតអ្នកដែលមានអាយុបោះឆ្នោតហ្នឹងគឺយុវជនមានច្រើនជាងគឺបានតែស្ទើរតែជាង 50% ឯណោះអញ្ចឹងបើសិនជាយុវជនងាកមកគ្រប់គ្រងគណៈបកប្រឆាំងឬក៏គណៈបកថ្មីដែលយើងកំពុងបង្កើតនេះគឺយើងនឹងឈ្នះដូច្នេះតើអ្នកណាដែលអាចទៅអូសទាញយុវជនគឺមានតែយុវជនខ្លួនឯងគ្នាឯងទេដែលអាចទៅអូសទាញយុវជនខ្លួនឯងឲ្យមកគ្រប់គ្រងដូច្នេះបានជាយុវជននៃគណៈបកទាំងពីរនេះគឺធ្វើការងាររួមគ្នាសហការដើម្បីផ្សព្វផ្សាយជួយយ៉ាងណាឲ្យយុវជនគ្រប់ស្រទាប់យុវជនគ្រប់ទីកន្លែងយុវជនគ្រប់មជ្ឈដ្ឋានឲ្យគាត់យល់ឲ្យគាត់ស្គាល់ពីចលនាប្រជាធិបតេយ្យសង្គ្រោះជាតិនិងខ្លាយទៅជាគណៈបកមួយថ្មីហើយគាត់នឹងចូលរួមគ្រប់គ្រងនិងធ្វើឲ្យមានការដូរអ្នកដឹកនាំដូរប្រព័ន្ធដឹកនាំសប្តាហ៍នេះបាទសូមអរគុណអរគុណលោកវិញ្ញាសានយើងមើលពីបច្ចុប្បន្នភាពនៅក្នុងពេលឥឡូវនេះឃើញថារដ្ឋាភិបាលក៏គាត់កំពុងតែប្រើប្រាស់យុវជននិស្សិតដែរដែលជាក់ស្ដែងលោកនាយករដ្ឋមន្ត្រីគាត់បានប្រើនិស្សិតក្រុមចុះវាស់វែងចែកដីធ្លីដល់ពលរដ្ឋធ្វើបានកម្មសិទ្ធិឲ្យពលរដ្ឋនៅតាមជនបទដាច់ស្រយាលដើម្បីចែកជូនប្រជាពលរដ្ឋដោយកន្លែងនេះអង្គការសង្គមស៊ីវិលមើលទៅឃើញខុសប្លែកត្រង់ថាអ្នកដែលមានជំនាញហើយមិនប្រើហើយទៅប្រើយុវជននៅក្នុងការបន្តវេនអីចឹងតែសម្រាប់គណៈបកដែលលោកថានឹងបង្កើតថ្មីក៏ដូចជាគណៈបកសមនុស្សនឹងថាគ្រាន់តែជាការត្រៀមហើយនឹងឲ្យយុវជនបន្តវេនតែប៉ុណ្ណោះហើយសម្រាប់ឲ្យគណៈបកកណ្ដាលអំណាចគេបានផ្ដល់ឱកាសឲ្យយុវជនចុះធ្វើការងារហើយចំណុចកន្លែងនេះតើលោកមានការបកស្រាយយ៉ាងម៉េចសម្រាប់ទៅមុខដូចបាទសម្រាប់ទស្សនៈខ្ញុំអត់ខុសពីទស្សនៈអង្គការសង្គមស៊ីវិលទេក្នុងការដែលរដ្ឋាភិបាលគាត់ប្រើប្រាស់កម្លាំងយុវជនទៅវាស់ដីនេះហើយមុននឹងចូលដល់ចំណុចនេះខ្ញុំសូមបកស្រាយបន្តិចយើងដឹងថាយើងក្នុងគណៈបកនយោបាយដើម្បីស្វែងរកការគ្រប់គ្រងយុវជនឲ្យមកគ្រប់គ្រងមិនមែនជារឿងមួយងាយស្រួលទេដូចជាខាងបងរដ្ឋចក្របានលើកឡើងហ្នឹងថាយុវជនគាត់រៀនចប់វិទ្យាល័យនៅអាយុ 8-10 ឆ្នាំចប់វិទ្យាល័យយើងថាគាត់រៀនរហូតជាប់រហូតណា 8-10 ឆ្នាំចូលដល់មហាវិទ្យាល័យ 4 ឆ្នាំគាត់ 22 ឆ្នាំអញ្ចឹងគាត់ត្រូវការពេលចប់មហាវិទ្យាល័យគាត់ជាធនធានមួយគាត់ត្រូវការស្វែងរកការងារដើម្បីតបស្នងសងគុណទៅឪពុកម្ដាយក៏ដូចជាការដោះបំណុលឪពុកម្ដាយដែលគាត់ខំប្រចាំភ្លឺប្រចាំស្រែដើម្បីមកឲ្យកូនរៀនដូច្នេះយើងក្នុងនាមយើងជាបពប្រឆាំងយើងអត់មានធនធានថវិកាអត់មានធនធានមុខតំណែងទូនាទីជាសាធារណៈដើម្បីផ្ដល់ឲ្យយុវជនទាំងអស់នោះជាលៀបសក្ការៈដើម្បីគាត់ចូលមកបម្រើបកយើងទេអញ្ចឹងពីរឿងពិបាកដូច្នេះអញ្ចឹងយើងសួរថាតើក្នុងការឲ្យយុវជនមករកយើងគឺវាពិបាកដូច្នេះយើងគួរតែធ្វើវិធីសាស្ត្រយ៉ាងម៉េចយើងគួរតែទៅរកយុវជនវិញឬយ៉ាងណាអញ្ចឹងបពប្រឆាំងយើងគួរតែទៅរកយុវជនវិញសួរថាតើរកកន្លែងណារកបានអត់បើយើងទៅរកតាមសាលាគណៈបកកណ្ដាលអំណាចគេបតៈកលាឲ្យហាមនឹងយុវជននិស្សិតទាំងអស់ហើយគេមានសតរចនាសម្ព័ន្ធរចនាបកងាកទៅខាងយុវជននៅផ្នែកខាងក្រៅគេមានបង្កើតយុវជនកកបាតក្រហមយុវជនស្អីកាយរដ្ឋទៀតហើយដល់ថ្មីនេះគេបានបង្កើតឲ្យមានក្រុមយុវជនចុះទៅវាស់វែងដីធ្លីគឺជារឿងមួយដែលអង្គការសង្គមស៊ីវិលថាវាអត់មានបានប្រយោជន៍ទេសួរថាប្រទេសខ្មែរជាង30ឆ្នាំហើយពីរបបខ្មែរក្រហមមកហេតុអីបានរដ្ឋាភិបាលមិនព្រមចេញអាប្លង់កាន់កាប់ដីធ្លីឲ្យគ្រប់គ្រាន់
30 ឆ្នាំមិនធ្វើមិនកើតមិនចាំបាច់ដល់ពេលចិត្តបោះឆ្នោតបានយកយុវជនដើម្បីបំភាន់ផ្នែករាជទៅវាស់វែងហ្នឹងមានន័យថាចុះមន្ត្រីនៅក្នុងក្រសួងនគររូបនីយកម្មរៀបចំដែនដីនគររូបនីយកម្មទៅណាមន្ត្រីជំនាញហើយក៏យកយុវជនទៅនេះជាវិធីសាស្ត្រមួយក្នុងការបោកបញ្ឆោតយុវជនអូសទាញយុវជនយកទៅប្រើដើម្បីធ្វើជាឧបករណ៍ចំណេញនយោបាយហើយយើងបានចាំហើយកាលពីថ្ងៃទី1ខែសីហានេះនៅក្នុងវិធីចែកសញ្ញាបត្រថ្មីនេះលោកនាយករដ្ឋមន្ត្រីបានទទួលស្គាល់ខ្លួនឯងថាការវាស់វែងយកយុវជនទៅវាស់វែងដីនេះធ្វើដើម្បីចំណេញនយោបាយគាត់ថាខ្លួនឯងតាហើយគាត់ថាបើមិនធ្វើមិនចំណេញនយោបាយធ្វើទៅអីអញ្ចឹងន័យថាការយកយុវជនទៅនេះគ្រាន់តែជាឧបករណ៍មួយដើម្បីចំណេញនយោបាយរបស់ខ្លួនទេអញ្ចឹងមិនមែនទេដូច្នេះចំណែកគណៈបកប្រឆាំងអត់មានប្រើវិធីសាស្ត្រដើម្បីបោកប្រាស់យុវជននោះទេយើងស្វាគមន៍ពេលដែលយុវជនចង់ចូលរួមនយោបាយអញ្ចឹងយើងអត់មានវិធីសាស្ត្រណាទៅរកយុវជនទេយុវជនយើងដឹងពីច្រើនតែគាត់នៅទីណាខ្លះនៅតាមមហាវិទ្យាល័យយើងចូលអត់ចុះនៅតាមកន្លែងក្លឹបបារយើងអត់អាចទៅចូលបានទេទៅរកយុវជនអញ្ចឹងមានវិធីមួយគឺយើងអាចដែលឲ្យយើងប្រឹងប្រែងមែនតើគេឲ្យយុវជនមករកយើងដូច្នេះបានយើងខំបង្កើតឲ្យមានជាចលនាយុវជនសម្រាប់គណៈបកហ្នឹងដើម្បីឲ្យយុវជនណាដែលចាប់អារម្មណ៍ក្នុងចូលរួមនយោបាយគាត់អាចចូលមកគ្រប់នៅក្នុងចលនាយុវជនហើយយើងមានបង្កើតនៅមជ្ឈមណ្ឌលអប់រំបណ្ដុះបណ្ដាលនៅតាមសាខានៅក្នុងទីសហការកណ្ដាលរបស់គណៈបកនៅភ្នំពេញផងនៅតាមបណ្ដាខេត្តនានាផងដើម្បីឲ្យយុវជនគាត់មករកយើងទោះបីតិចជ្រៃក៏អីនេះជាធនធានមួយយុវជនមួយដែលគាត់ចង់ចូលរួមសង្គមបើយើងវាគ្រាន់បើជាងបកកណ្ដាលអំណាចប្រើប្រាស់ធនធានរដ្ឋឲ្យអូសទាញយុវជនដើម្បីជារនាំងមួយដើម្បីការរក្សាអំណាចដើម្បីបិទបាំងបោកបញ្ឆោតប្រជាពលរដ្ឋនេះខ្ញុំយល់ឃើញថាការដែលរដ្ឋាភិបាលធ្វើសប្តាហ៍នេះអូសទាញយុវជនប្រមាណ1000នាក់ដើម្បីទៅចុះពោះវែងដីធ្លីនេះជារូបភាពមួយប្រើប្រាស់យុវជនក្នុងផ្លូវចំណេញនយោបាយរបស់ខ្លួនបំរើមហិច្ឆតារបស់ខ្លួនក្នុងការរក្សាអំណាចហើយវាអាចឈានទៅដល់អំពើផ្ដាច់ការតែប៉ុណ្ណោះបាទសូមបាទអរគុណលោកសុសានសម្រាប់លោករដ្ឋចក្រតើលោកយល់យ៉ាងណាដែរចំពោះកូនលោកនាយករដ្ឋមន្ត្រីហ៊ុនសែនដែលកន្លងមកនេះឃើញថាបានទៅសិក្សានៅឯប្រទេសលោកសេរីហើយបានបញ្ចប់ការសិក្សាហើយត្រៀមនឹងជំនួសតំណែងឪពុករបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែននៅពេលខាងមុខនេះថាលោកសង្ឃឹមថាកូននឹងអាចធ្វើកិច្ចការងារដឹកនាំប្រទេសតាមបែបសេរីសងគុណទៅប្រទេសលោកសេរីនឹងទេឬមួយក៏យ៉ាងម៉េចដែរខ្ញុំចង់លើកឡើងជាថាយុវជននិយាយអំពីការបន្តវេនក្នុងភាពជាអ្នកដឹកនាំនេះមិនមែនសំដៅចំពោះការបន្តមរតកដូចជាទ្រព្យសម្បត្តិអីពីឪពុកទេនោះយើងចង់និយាយចឹងមួយយើងមិនមែនចង់និយាយអំពីការបន្តវេនភាពជាដឹកនាំនេះគឺជាបន្តតាមបែបវង្សតកូលពីឪពុកមកកូនពីកូនទៅចៅនោះទេយើងមិនមែនពេលនេះយើងមិននិយាយជជែកគ្នាអំពីការបន្តវេនបែបនេះទេការបន្តវេនក្នុងភាពជាដឹកនាំនេះគឺគេត្រូវបន្តវេនដោយផ្អែកលើគុណសម្បត្តិទីមួយការអប់រំចឹងហើយផ្អែកលើគុណសម្បត្តិផ្អែកលើអតីតភាពការងារផ្អែកលើបទពិសោធន៍ការងារអញ្ចឹងទោះថាប្រសិនបើការបន្តវេនណាមួយទៅឲ្យក្មេងចំនួនក្រោយនេះមិនមែនមានន័យថាគាត់នឹងបញ្ចប់ពីសាលាខ្ញុំឧទាហរណ៍ចប់ពីសាលាគេឲ្យត្រឹមស័កមួយស្រាប់តែ6ខែក្រោយមកឡើងផ្កាយ1 6ខែមកទៀតឡើងផ្កាយ2សួរថាតើការទទួលបានការតម្លើងស័កនេះឋានន្តរស័ក្តិនេះតើវាសមស្របទៅនឹងស្នាដៃសមស្របទៅនឹងអតីតភាពការងារសូម្បីតែច្បាប់ស្ដីពីកងយុទ្ធពលខេមរៈភូមិន្ទក៏គេមានចែងអំពីបញ្ហាតម្លើងឋានន្តរស័ក្តិនេះដែរគេមានការកំណត់ពេលវេលាត្រឹមត្រូវគេមានកំណត់អំពីស្នាដៃអំពីអតីតភាពការងារច្បាស់លាស់គេមិនមែនមានន័យថាតម្លើងឋានន្តរស័ក្តិនេះទៅតាមតែអំពើចិត្តទេអញ្ចឹងការបន្តវេននេះវាអាស្រ័យទៅលើយុវជនខ្លួនឯងជាអ្នកប្រឹងប្រែងជាអ្នកបង្ហាញនៅស្នាដៃជាអ្នកខំក្រេបជញ្ជក់នៅបទពិសោធន៍សិក្សាស្រាវជ្រាវបន្តដើម្បីបំពេញនៅចំណេះដឹងរបស់ខ្លួននិងកិច្ចការងារបម្រើឲ្យសង្គមដល់ហើយយើងមិនទាន់អាចធ្វើការចោទប្រកាន់បានតើលោកនាយករដ្ឋមន្ត្រីហ៊ុនសែននឹងផ្ទេរអំណាចទាំងមូលឬក៏តំណែងនាយករដ្ឋមន្ត្រីទៅឲ្យកូននៅឡើយទេវាគ្រាន់តែជាការសម្លឹងឃើញរបស់យើងថាហាក់ដូចជាទំនោរនេះហាក់ដូចជាជួយកសាងកេរ្តិ៍ឈ្មោះឥឡូវនេះគាត់ស្ថិតនៅក្នុងដំណាក់កាលមួយកំពុងតែជួយកសាងកេរ្តិ៍ឈ្មោះឲ្យកូនរបស់គាត់ដើម្បីឲ្យคล้ายទៅជាអ្នកទទួលស្គាល់មួយដល់សង្គមបានន័យថាគាត់ដឹងដែរមិនមែនថាគាត់ចេះមិនអាចចេះថាដល់ពេលតម្លើងឲ្យធ្វើធំជានាយករដ្ឋមន្ត្រីឬក៏ធ្វើជាអគ្គមេបញ្ជាការកងទ័ពទេប៉ុន្តែគាត់ព្យាយាមបង្កើតស្នាដៃឲ្យបង្កើតកេរ្តិ៍ឈ្មោះហើយជួយផ្ដល់ឱកាសឥឡូវនេះគាត់កំពុងធ្វើតាមរបៀបនេះប៉ុន្តែយើងទៅមុខទៀតបើសិនបើការសម្រេចចិត្តទេណាមួយដែលមិនឆ្លងកាត់តាមការបោះឆ្នោតពីព្រោះថានៅក្នុងគណៈបកនយោបាយក៏គេត្រូវការបោះឆ្នោតផ្ទៃក្នុងដែរបេក្ខជនបែបណាក៏ដោយបេក្ខជននាយករដ្ឋមន្ត្រីបេក្ខជនប្រធានសភាបេក្ខជនប្រធានព្រឹទ្ធសភាបេក្ខជនតំណាងរាស្ត្របេក្ខជនអភិបាលខេត្តអភិបាលខេត្តរងអភិបាលស្រុកឃុំសង្កាត់ក៏គណៈបកនីមួយៗនេះក៏គេត្រូវការបោះឆ្នោតដែរមិនមែនមានន័យថាធ្វើការជ្រើសតាំងដោយបុគ្គលដែលមានអំណាចនោះទេគឺគេត្រូវរៀបចំឲ្យមាននីតិវិធីបោះឆ្នោតត្រឹមត្រូវ
មានច្បាប់នៅក្នុងផ្ទៃក្នុងគណៈបកហ្នឹងធ្វើត្បិតតែការចូលឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីជាបកជាអ្នកសម្រេចក៏ដោយប៉ុន្តែបកត្រូវមាននីតិវិធីបទបញ្ជាផ្ទៃក្នុងក្នុងការរៀបចំការបោះឆ្នោតដើម្បីកំណត់ថាអ្នកដែលចូលជាបេក្ខជននោះគឺជាអ្នកដែលត្រូវបានជ្រើសតាំងដោយសម្លេងភាគច្រើននៅក្នុងគណៈបកហ្នឹងនោះទើបគេហៅថាអ្នកដែលអនុវត្តតាមគោលការណ៍ប្រជាធិបតេយ្យផ្ទៃក្នុងបកប្រជាធិបតេយ្យទុបនីយកម្មផ្ទៃក្នុងរបស់បកហ្នឹងអញ្ចឹងបើកាលណាការតែងតាំងមនុស្សម្នាក់ដោយសារមនុស្សនោះមានខ្សែរយៈខ្ញុំបានលើកឡើងពីខាងដើមដោយសារយុវជនខ្លះគាត់បានចប់ការសិក្សាមកបានចូលទៅក្នុងក្របខ័ណ្ឌក្រសួងស្ថាប័នប៉ុន្តែមិនមែនដោយសារគាត់ចូលប្រឡងទៅដោយសមត្ថភាពទេភាគច្រើនខ្ញុំឃើញផ្ទាល់នឹងភ្នែកគឺយកលុយទៅសូកគេបើមិនយកលុយសូកគេទេគឺអ្នកនឹងមានខ្សែរយៈហើយតែបានកន្លែងដែលល្អទៅយុវជនដែលទៅប្រឡងប្រើប្រាស់សមត្ថភាពខ្លួននឹងមិនសូវទទួលឱកាសបានច្រើនហើយក៏បើប្រឡងជាប់វិញក៏មិនដែលបានទៅកាន់កន្លែងដែលមានល្អដែរបានថាគេមិនដែលឲ្យប្រអប់ល្អទៅឲ្យអ្នកដែលគ្មានខ្សែរយៈទេអញ្ចឹងបើសិនបើការទេអំណាចតំណែងណាមួយមកឲ្យមនុស្សណាម្នាក់មិនបានធ្វើការតាមបែបនេះទេនោះមានន័យថាអ្នកនោះមិនមែនជាអ្នកដឹកនាំបែបប្រជាធិបតេយ្យទេកុំយកប្រជាធិបតេយ្យធ្វើជាលបឡែបិទបាំងនៅទង្វើរបស់ខ្លួនអញ្ចឹងសូមបង្ហាញការពិតឲ្យប្រជាពលរដ្ឋឃើញមកថាប្រទេសកម្ពុជាយើងផ្អែកតាមរដ្ឋធម្មនុញ្ញឆ្នាំ1993គឺប្រទេសកម្ពុជាគោរពគោលការណ៍ប្រជាធិបតេយ្យសេរីភូប៉ាយើងត្រូវងាយឲ្យដាច់ណាមិនមែនរបបទេកន្លងមកមានអ្នកនយោបាយខ្លះគាត់តែងតែយល់ច្រឡំថាយើងប្រកាន់យករបបប្រជាធិបតេយ្យសេរីភូប៉ាមិនមែនរបបទេយើងប្រកាន់គោលការណ៍ប្រជាធិបតេយ្យសេរីភូប៉ារីឯរបបរាជានិយមអាស្រ័យធម្មនុញ្ញដែលមានព្រះមហាក្សត្រសោយរាជសម្បត្តិប៉ុន្តែមិនកាន់អំណាចនឹងយើងចង់បញ្ជាក់អញ្ចឹងដូច្នេះយើងចង់បញ្ជាក់មកវិញថាយុវជនដើម្បីឲ្យយុវជនខ្លាយទៅជាអ្នកដឹកនាំយុវជនត្រូវការឱកាសសំខាន់បំផុតឱកាសគឺឱកាសនេះវាត្រូវការទាំងពីរទាំងយុវជនខ្លួនឯងត្រូវស្វែងរកឱកាសដោយខ្លួនឯងបាទត្រូវស្វែងរកឱកាសនឹងដោយខ្លួនឯងទីពីរទៀតឱកាសដែលគេបង្កើតឲ្យយុវជនអញ្ចឹងសំខាន់បំផុតការខំប្រឹងប្រែងគឺចេញមកពីយុវជនខ្លួនឯងមិនចេញមកពីអ្នកណាទេបាទគ្រួសារឪពុកម្ដាយគ្រាន់តែជាអ្នកផ្ដល់ផ្លូវឲ្យផ្ដល់ធនធានឲ្យខ្លួនដើម្បីឲ្យខ្លួនទៅរៀនសូត្រដើម្បីបញ្ចប់នៅគោលដៅសិក្សារបស់ខ្លួនប៉ុន្តែបន្ទាប់ពីខ្លួនបញ្ចប់ការសិក្សាហើយឱកាសគឺខ្លួនឯងជាអ្នកស្វែងរកហើយខ្លួនឯងជាអ្នកបង្កើតនៅឱកាសសម្រាប់ខ្លួនឯងអញ្ចឹងការដូចខ្ញុំបានសូមបញ្ជាក់ថាការជ្រើសរើសគណៈបកនយោបាយណាមួយដែលមានមនសិការឧត្តមគតិស្នេហាជាតិហើយស្វែងរកឱកាសដើម្បីចូលរួមជួយគណៈបកនោះហើយគឺជាការបង្កើតឱកាសសម្រាប់ខ្លួនឯងសម្រាប់យុវជនរីឯការបង្កើតឱកាសមួយទៀតគឺសង្គមជាតិរដ្ឋាភិបាលឬគណៈបកដែលកំពុងគៀងគរយុវជនចូលរួមត្រូវបង្កើតឱកាសអ្វីខ្លះឲ្យគាត់យើងត្រូវបង្ហាញឲ្យច្បាស់យើងមានកម្មវិធីអ្វីសម្រាប់យុវជនកម្មវិធីនយោបាយសម្រាប់យុវជនមិនមែនសម្រាប់តែយុវជននៅក្នុងបកតែក្នុងបកទេយើងត្រូវនិយាយដល់ថាបើសិនបើគណៈបកយើងជាប់ឆ្នោតយើងត្រូវមានស្អីសម្រាប់យុវជនត្រូវផ្ដោតលើអីត្រូវផ្ដោតលើគុណភាពអប់រំត្រូវបង្កើតនយោបាយបង្កើតការងារសម្រាប់យុវជនត្រូវបង្កើតឱកាសឲ្យយុវជនចូលរួមនៅក្នុងសេចក្តីសម្រេចចិត្តនិងយើងត្រូវបង្ហាញឲ្យច្បាស់អំពីឱកាសសម្រាប់យុវជនដើម្បីបង្ឲ្យយុវជនចូលរួមយើងត្រូវបង្ហាញថាកម្មវិធីរបស់យើងមានអីខ្លះទាំងកម្មវិធីផ្ទៃក្នុងបកទាំងកម្មវិធីសម្រាប់ជាតិទាំងមូលដូច្នេះយោបល់របស់ខ្ញុំអ្វីដែលខ្ញុំមើលឃើញការដឹកនាំបច្ចុប្បន្ននេះគេមិនសូវយកយុវជនជាអ្នកដែលមានយើងហៅថាខ្ញុំចង់បញ្ជាក់នៅសុភាសិតថាទំពាំងស្នងឫស្សីខ្មែរយើងទោះបីនៅតាមសាលាហ្នឹងគ្រូបង្រៀនមួយចំនួនហ្នឹងគាត់ប្រើភាសាសុភាសិតហ្នឹងប៉ុន្តែគាត់អត់ដឹងថាសុភាសិតនេះចេញមកពីភពណាខ្ញុំចង់បញ្ជាក់ថាសុភាសិតទំពាំងស្នងឫស្សីនេះគឺចេញមកពីសុភាសិតរបស់យួនគេចូលចិត្តដាំដើមឫស្សីជាតំណាងជានិមិត្តរូបឲ្យប្រទេសគេចឹងទំពាំងស្នងឫស្សីមានន័យថាតែឫស្សីនេះវាងាប់ពុកទៅបានគេយកយុវជននឹងមកឲ្យស្នងបន្តវេនហើយបន្តវេនដូចគ្មានបទពិសោធន៍ទេទៀតពីព្រោះគេអត់បង្កើតឱកាសឲ្យយុវជនចូលរួមអត់បង្កើតឱកាសឲ្យយុវជនពង្រឹងសមត្ថភាពយុវជនទាំងគុណភាពអប់រំជំនាញដែលចាំបាច់សម្រាប់បម្រើសង្គមបម្រើឲ្យប្រទេសជាតិគេអត់បានគិតទេអញ្ចឹងអាទំពាំងស្នងឫស្សីនេះតើអាទំពាំងឫស្សីនឹងវាចាស់ទៅវាស្លាប់ទៅវិញបានគេឲ្យទំពាំងហ្នឹងរឹងទៅបម្រើអញ្ចឹងដូច្នេះអាពាក្យស្លោកទំពាំងស្នងឫស្សីនេះយើងត្រូវយល់អំពីប្រភពថាតើវាចេញមកពីណាប្រភពទំពាំងស្នងឫស្សីចេញមកពីយួនអញ្ចឹងយួនគេមិនដែលគេកាន់របបប្រជាការនិយមកុម្មុយនីសនិយមគេមិនប្រើយុវជនទេគេប្រើមនុស្សចាស់ដើម្បីឲ្យដឹកនាំយុវជនthôiតែបាត់តែយុវជនមានចំនួនច្រើនជាងមនុស្សចាស់ក៏ដោយប៉ុន្តែគេឲ្យតម្លៃទៅលើមនុស្សចាស់គេមិនឲ្យតម្លៃលើយុវជននេះគឺជាចំណុចយកការដឹកនាំបច្ចុប្បន្ននេះគេគ្រាន់តែយកយុវជនជាលបឡាយតែប៉ុណ្ណោះដូចជាបងអូនលើកឡើងមករឿងបញ្ហាប្រើប្រាស់យុវជនខ្ញុំគ្រប់គ្រងអបអរសាទរឲ្យឲ្យយុវជនទៅចូលរួមបែបហ្នឹងប៉ុន្តែមិនមែនមានន័យថាឲ្យយុវជនហ្នឹងគាត់ទៅធ្វើជាអ្នកដឹកនាំធ្វើការងារនឹងដល់ផ្ទាល់ទេទីមួយគាត់អត់មានក្របខ័ណ្ឌនៅក្នុងក្របខ័ណ្ឌរដ្ឋគាត់អត់មានបទពិសោធន៍ខាងការវាស់វែងអត់មានបទពិសោធន៍ខាងច្បាប់ភូមិបាលគាត់អត់និយាយចំទៅថាគាត់ជាយុវជនមួយដែលគាត់ត្រូវទៅរៀនសូត្រដើម្បីបើគាត់ឲ្យគាត់ចូលរួមក្នុងនាមជាអ្នករៀនសូត្រ
อ้อมជាមួយអ្នកដែលមានបទពិសោធន៍ហើយមនុស្សចាស់នោះទេចំណេះដឹងមកឲ្យគាត់នោះជារឿងមួយដ៏ល្អប៉ុន្តែតាមប្រព័ន្ធផ្សព្វផ្សាយដែលគេនិយាយរាល់ថ្ងៃនេះគេថាយុវជនសម្ដេចតេជោចឹងមានន័យថាស្រុកខ្មែររាល់ថ្ងៃនេះយុវជនជារបស់បុគ្គលម្នាក់មិនមែនជារបស់ជាតិទេបើគេគិតថាយុវជនជារបស់ជាតិគេប្រើយុវជនមិនគិតពីនិន្នាការនយោបាយគេផ្ដល់ឱកាសយុវជនស្មើគ្នាគេមិនគិតថាយុវជនដែលជឿលើខាងដើមនាយរដ្ឋមន្ត្រីជាយុវជនរបស់យុវរដ្ឋមន្ត្រីទេជាយុវជនរបស់ជាតិចឹងប្រព័ន្ធផ្សព្វផ្សាយរាល់ថ្ងៃនេះគឺខំលើកតម្កើងយុវជនជាង 1000 នាក់ហ្នឹងខ្ញុំសូមអបអរសាទរឲ្យចំពោះគាត់ដែលបានចូលរួមនៅក្នុងឱកាសនោះប៉ុន្តែគាត់ត្រូវបានគេប្រើប្រាស់ជាលបឡាយនយោបាយបំរើឲ្យផលប្រយោជន៍នយោបាយវិញមិនមែនជាការទេចំណេះដឹងមិនមែនជាការទេនៅភាពជាដឹកនាំឲ្យយុវជនទាំងអស់នោះដើម្បីគាត់អាចប្រើប្រាស់កសាងជាទុនមួយសម្រាប់គាត់ឈានទៅរកវិជ្ជាជីវៈរឹងមាំឈានទៅរកជាអ្នកដឹកនាំមួយដែលមានចំណេះដឹងបទពិសោធន៍មានវិជ្ជាជីវៈត្រឹមត្រូវអញ្ចឹងសរុបមកវិញដើម្បីឲ្យយុវជនមានការចូលរួមទៅបានតើតើអ្នកនយោបាយហ្នឹងអ្នកដឹកនាំប្រទេសហ្នឹងបង្កើតឱកាសយុវជនកុំដាក់កម្រិតដាក់រនាំងឲ្យយុវជនបច្ចុប្បន្ននេះអ្នកនយោបាយដាក់រនាំងដាក់កម្រិតឲ្យយុវជនគូសផ្លូវឲ្យយុវជនបានអញ្ចឹងប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យគេមិនដើរគូសផ្លូវឲ្យយុវជនដើរទេគេមិនដើរដាក់កម្រិតដល់យុវជនទេពីព្រោះថ្ងៃហេតុបានជារដ្ឋាភិបាលគេបង្កើតបែបនេះពីព្រោះគេយល់ថាបើមិនដាក់កម្រិតទៅលើយុវជនបែបនេះទេផ្ដល់សិទ្ធិទូលំទូលាយសេរីភាពទូលំទូលាយឲ្យយុវជនចង់ធ្វើអ្វីបានតាមចិត្តទៅជជែករឿងបញ្ហានយោបាយរិះគន់ដល់អ្នកដឹកនាំមិនត្រឹមត្រូវនោះហើយដែលធ្វើឲ្យអំណាចគ្រឹះរបស់ពួកកុម្មុយនីសនឹងពួកផ្ដាច់ការនឹងវារង្គោះរង្គើពីព្រោះយុវជនកាលណាគាត់យល់ដឹងពីបញ្ហាសង្គមច្រើនគាត់យល់ដឹងពីការដឹកនាំដែលមិនត្រឹមត្រូវដែលបំរើឲ្យផលប្រយោជន៍ជាតិបំរើឲ្យផលប្រយោជន៍ប្រជាជនអញ្ចឹងយុវជនមកគាត់ជាកោតឈ្មោះយើងឃើញនៅក្នុងមជ្ឈិមបូព៌ាដែលមានបដិវត្តថ្មីនេះគឺយុវជនចេញមុខដើម្បីបដូររំលំអ្នកកាន់អំណាចផ្ដាច់ការអញ្ចឹងនៅក្នុងបដិវត្តនៅក្នុងកម្ពុជាបច្ចុប្បន្ននេះរដ្ឋាភិបាលគេព្យាយាមណាស់គ្រប់គ្រងយុវជនឲ្យបានមិនផ្ដល់ឱកាសយុវជនបង្កើតរនាំងដាក់កម្រិតដល់យុវជនធ្វើមកយ៉ាងម៉េចកុំឲ្យយុវជននឹងមានការចូលរួមនៅក្នុងការអភិវឌ្ឍប្រទេសជាតិអញ្ចឹងការដឹកនាំបែបនេះមិនមែនជារឿងមួយគឺលើកទឹកចិត្តដល់យុវជននេះគឺជាការយើងហៅថាជាការលុបបំបាត់នៅអនាគតរបស់យុវជនបាទពីព្រោះចេញមកពីសាលាសាកលវិទ្យាល័យមហាវិទ្យាល័យអត់ការងារធ្វើបែរទៅធ្វើជាកម្មករចំណាក់ស្រុកទៅវិញតែថាយើងបានទុនធានមនុស្សមកពីណាឃើញទេរាល់ថ្ងៃយើងអត់មានទុនធានមនុស្សទេនេះឥឡូវអាស៊ានគេកំពុងប្រកួតប្រជែងទីផ្សារការងារសួរថាយុវជនយើងមានប្រមាណអ្នកដែលអាចប្រកួតប្រជែងទីផ្សារការងារជាមួយអាស៊ានបានយើងមិនចាំបាច់និយាយអំពីទីផ្សារការងារអន្តរជាតិទេយើងនិយាយតែក្នុងតំបន់អាស៊ីអាគ្នេយ៍នេះថាតើយើងអាចប្រកួតប្រជែងជាមួយគេបានអត់ដូច្នេះនេះជាចំណុចមួយសរុបមកវិញបញ្ហាទាំងអស់នេះគឺមកពីអ្នកដឹកនាំដែលមិនបានគិតអំពីផលប្រយោជន៍ជាតិទាំងមូលគិតអំពីផលប្រយោជន៍របស់យុវជនពីព្រោះថាឲ្យខ្លួនឯងភ្លេចកំណើតសូមបញ្ជាក់ថាអ្នកដឹកនាំទាំងអស់នោះជាអ្នកភ្លេចកំណើតខ្លួនឯងភ្លេចកំណើតអ្វីពីព្រោះអ្នកដឹកនាំទាំងអស់នោះមិនមែនកើតមកចាស់ទេកើតមកគឺឆ្លងកាត់កុមារភាពឆ្លងកាត់យុវជនមិនចឹងទេបានឈានទៅដឹកនាំក្របខ័ណ្ឌអ្វីមួយបានអញ្ចឹងគាត់គិតថាយុវជនគ្មានសារៈសំខាន់ទេទុកឲ្យគាត់ដឹកនាំនេះជាចំណុចអវិជ្ជមានមួយដែលអ្នកដឹកនាំមិនគួរយកមកប្រតិបត្តិនៅក្នុងប្រទេសមួយដែលប្រកាន់លទ្ធិប្រជាធិបតេយ្យនោះទេបាទសូមអរគុណបាទសូមអរគុណលោករដ្ឋចក្រដែលបានអធិប្បាយជំវិញនឹងយុវជនយ៉ាងច្រើនដល់លោកអ្នកស្ដាប់តាក់ទងទៅនឹងការផ្ដល់ឱកាសឲ្យយុវជនដើម្បីឲ្យយុវជនមានឱកាសចាប់យកដើម្បីចូលរួមនៅក្នុងផ្នែកនយោបាយបន្តវេនឥឡូវយើងងាកមកលោកហ៊ីងសុកសានវិញម្ដងដោយសារតែលោកក៏ដូចជារដ្ឋចក្របានលើកឡើងអំពីគុណភាពនៃការអប់រំរបស់រដ្ឋាភិបាលសប្តាហ៍ថ្ងៃមិនចង់ឲ្យយុវជនមានការចេះដឹងអញ្ចឹងតើសម្រាប់ចក្ខុវិស័យរបស់គណៈបកនយោបាយជាពិសេសគណៈបកថ្មីដែលគ្រោងនឹងបង្កើតនៅពេលខាងមុខហ្នឹងថាតើយើងមានកម្មវិធីអ្វីឬក៏វគ្គបណ្ដុះបណ្ដាលអ្វីហើយឬធ្វើយ៉ាងម៉េចដើម្បីឲ្យវាប្លែកជាងពេលដែលរដ្ឋាភិបាលកំពុងតែបិទបាំងមិនឲ្យយុវជនចេញមុខនៅពេលសប្តាហ៍ថ្ងៃនេះបាទជាសំណួរមួយល្អខ្ញុំសូមបញ្ជាក់បន្តិចចំពោះគណៈបកថ្មីយើងអត់ទាន់ចេញទេមិនទាន់ចេញតើឈ្មោះគណៈបកអីទេឥឡូវនេះគណៈបកសំរងស៊ីនិងគណៈបកសធិមនោះគ្រាន់តែយើងបានកំពុងតែបង្កើតឲ្យមាននៃចលនាប្រជាធិបតេយ្យសង្គ្រោះជាតិហើយចលនាប្រជាធិបតេយ្យសង្គ្រោះជាតិនេះវានឹងអស់អាយុនៅពេលឆាប់ខាងមុខនេះនៅពេលដែលវាបានคล้ายខ្លួនទៅជាគណៈបកនយោបាយហើយចំពោះរឿងគណៈបកនយោបាយថ្មីនេះថាតើមានគោលដៅយ៉ាងណាចំពោះក្នុងការលើកទឹកចិត្តដល់យុវជនផ្ដល់ឱកាសយុវជនយើងអត់ទាន់ដឹងទេណាទាំងគណៈបកទាំងពីរប៉ុន្តែខ្ញុំសូមនិយាយក្នុងក្របខ័ណ្ឌគណៈបកទាំងពីររៀងខ្លួនសិនដែលរៀងនៅជាគណៈបកក្នុងនេះខ្ញុំសូមលើកចាក់ស្ដែងនៅក្នុងគណៈបកសតិមនោះចំពោះរឿងគោលការណ៍របស់គណៈបកសតិមនោះដូចជាបងខាងរដ្ឋចក្របានលើកយើងត្រូវមានបង្កើតគោលនយោបាយសម្រាប់យុវជននៅក្នុងបកផងនិងសម្រាប់ជាតិផងនៅពេលដែលយើងឆ្នះដឹកនាំរដ្ឋាភិបាល
ដែលឡែកនៅក្នុងគណៈបកសិទ្ធិនោះគឺយើងមានគោលការណ៍ច្បាស់គឺយើងមានគោលនយោបាយមួយសម្រាប់នៅក្នុងគណៈបកនៅពេលដែលយុវជនគាត់ចូលរួមនៅក្នុងសកម្មភាពនយោបាយជាមួយនឹងគណៈបកសិទ្ធិនោះតើគាត់នឹងទទួលបានអីគឺយើងអាចផ្ដល់ឲ្យគាត់តាមរយៈការអប់រំចំណេះដឹងទាំងបទពិសោធន៍មួយចំនួននិងឱកាសមួយចំនួនក្នុងការកាន់តួនាទីក្នុងការធ្វើការសមាជិកនៅក្នុងគណៈបកនេះយើងផ្ដល់ឱកាសច្រើនក្នុងការនឹងហើយយើងតែងតែលើកទឹកចិត្តឲ្យយុវជនចូលរួមពួកយើងអត់ចង់ឲ្យហើយយើងផ្ដល់ឱកាសទៀតថាយុវជនខ្លួនឯងនឹងគួរតែមានគំនិតផ្ដួចផ្ដើមមានគំនិតច្នៃប្រឌិតហើយចេះឈោងចាប់ឱកាសកុំចាំផ្ដាច់ឱកាសឲ្យគេឲ្យយើងចេះបង្កើតឱកាសខ្លួនឯងហើយឈោងចាប់ក្នុងនោះគណៈបកសិទ្ធិនោះជាពិសេសថ្នាក់ដឹកនាំមុនដែលជាប់ចាស់ដែលគាត់វ័យ60ឡើងទៅហ្នឹងដែលត្រៀមផ្ទេរអំណាចឲ្យអ្នកដែលវ័យបន្ទាប់ពីអាយុ40ទៅ60ហ្នឹងគាត់ត្រូវផ្ដល់ឱកាសឲ្យយុវជនដែរអាហ្នឹងគឺសម្រាប់ក្នុងក្របខ័ណ្ឌគណៈសម្រាប់នៅពេលដែលយើងគ្រោងថានៅពេលដែលយើងឈ្នះឆ្នោតដឹកនាំក្នុងកម្មវិធីនយោបាយរបស់គណៈបកសិទ្ធិនោះយើងបានសរសេររួចហើយថាយើងនឹងបង្កើតឲ្យមានសភាយុវជនដូចជានៅអាហ្វ្រិកខាងត្បូងឬក៏នៅប្រទេសមួយចំនួនទៀតគេបង្កើតឲ្យមានសភាយុវជនរាល់បញ្ហាយុវជនជួបបញ្ហានៅក្នុងសង្គមជាតិគឺគេមានសភាយុវជនគេមួយដើម្បីជជែកវែកញែកហើយដាក់សំណើមកខ្លួនសំណើរបស់ខ្លួនមកកាន់រដ្ឋាភិបាលតាមរយៈស្ថាប័នណាមួយដែលផ្សារភ្ជាប់ទំនាក់ទំនងរវាងយុវជនទៅរដ្ឋាភិបាលឧទាហរណ៍ជាក់ស្ដែងដូចជាស្រុកខ្មែរយើងមានក្រសួងអប់រំយុវជននិងកីឡាបើមិនយើងឈ្នះឆ្នោតយើងបង្កើតឲ្យមានសភាយុវជនអញ្ចឹងសួរតើយុវជនខ្មែរយើងជួបបញ្ហាអីរៀនចប់អត់មានការងារធ្វើដោយសារអីខ្វះបទពិសោធន៍ពុំមានជំនាញពិតប្រាកដឬក៏ខ្វះអីពេលឈឺស្កាត់តើយុវជនប្រឈមនឹងអីខ្លះយុវជនមានបញ្ហាជួបបញ្ហាសង្គមមានខ្លះបញ្ហាបងតូចបងធំបញ្ហារឿងខ្សែគ្រឿងញៀនគ្រឿងស្រវឹងអំពើពាលីអាវ៉ាសែអំពើប្រព្រឹត្តតាមណាយក្លឹបតាមអីឬក៏រោងកសាលតាមបនតាមអីនេះតើយើងបញ្ហាយុវជនដែលបញ្ហាជួបបញ្ហាហ្នឹងតើគឺនោះគេនឹងមានសភាយុវជនដើម្បីជជែកវិនិច្ឆ័យក្នុងការទប់ស្កាត់នៅបញ្ហាអស់ហ្នឹងហើយដាក់សំណើនេះទៅកាន់ក្រសួងអប់រំយុវជននិងកីឡាដើម្បីបញ្ជូនសំណើនេះទៅកាន់រដ្ឋាភិបាលដើម្បីដោះស្រាយអាហ្នឹងគឺជាគោលការណ៍ដែលគណៈបកប្រឆាំងរបស់យើងគ្រោងពេលឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាលយើងនឹងធ្វើប៉ុន្តែសម្រាប់តើពេលដែលបកថ្មីបង្កើតនេះនឹងមានគោលនយោបាយហ្នឹងទៀតឬយ៉ាងណាយើងអត់ទាន់ដឹងបាទណាគាត់ខ្ញុំចង់ថែមប៉ុណ្ណឹងហើយរឿងមួយទៀតខ្ញុំចង់ផ្សារភ្ជាប់ទៅនឹងតកតងនឹងយុវជនដែរគឺខ្ញុំចង់ឲ្យលើកទឹកចិត្តឲ្យយុវជនយើងគូថាពេលដែលយើងហក់ចូលនៅក្នុងនយោបាយដោយផ្ទាល់ជាមួយនឹងគណៈបកនយោបាយហើយគឺថាយើងនឹងត្រូវតែបង្កើតឱកាសខ្លួនឯងបើមានឱកាសយើងបង្កើតឱកាសខ្លួនឯងហើយយើងឈោងចាប់ឱកាសហ្នឹងហើយបើសិនគេកន្លែងហ្នឹងដាក់ដឹកនាំគាត់មានផ្ដល់ឱកាសឲ្យយើងក៏យើងត្រូវតែឆាប់យកឱកាសកុំទុកឱកាសហ្នឹងចោលហើយយើងអាចឆក់យកពីព្រោះអីយើងមើលគណៈបកកណ្ដាលអំណាចបច្ចុប្បន្នគាត់ប្រើប្រាស់អស់ហ្នឹងដើម្បីអូសទាញយុវជនឲ្យងាយលងខ្លួននៅក្នុងអំពើបាយកលរបស់គាត់ក្នុងការរក្សាអំណាចព្រោះកន្លងមកយើងបានសិក្សាឃើញថាពេលដែលយុវជនចង់បានអីគេឲ្យយុវជនត្រូវការអីគេឲ្យយុវជនចូលចិត្តអីគេធ្វើឲ្យដូច្នេះហើយដែលយុវជនយើងឃើញតែលៀបសក្ការៈអស់ទាំងហ្នឹងតាមរយៈការអូសទាញហ្នឹងយើងនឹងងាយគ្រោះថ្នាក់ជាទីបំផុតបើសិនជាយុវជននឹងខ្វះការពិចារណាដូច្នេះសូមឲ្យយុវជនយើងធ្វើការពិចារណាឡើងវិញនៅពេលដែលចូលរួមសកម្មភាពឬក៏យ៉ាងម៉េចនោះគឺយើងត្រូវតែគិតពិចារណាដើម្បីធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវពីព្រោះខ្ញុំកត់សម្គាល់ឃើញថាគណៈបកកណ្ដាលអំណាចបច្ចុប្បន្នគាត់កំពុងតែត្រៀមនឹងគ្រប់គ្រងយុវជនឲ្យបានដោយសារតែគាត់ខ្លាចយុវជននឹងងាយផុយស្រួយណាពីព្រោះយុវជនគឺជាវ័យមួយដែលគាត់បើគាត់ទូទុនទៅខាងផ្នែកណាមួយទូទុនទៅនិន្នាការនយោបាយណាមួយគឺនឹងមានការប្រែប្រួលនឹងមានការផ្លាស់ប្ដូរនៅការដឹកនាំដូច្នេះគេខ្លាចបើសិនជាយុវជននឹងមើលឃើញទៅខាងគណៈបកប្រឆាំងគឺគណៈបកថ្មីដែលគ្រោងនឹងបង្កើតនឹងមានគោលនយោបាយល្អយុវជននឹងងាកមកគ្រប់គ្រងពេលនោះគេនឹងបាត់បង់អំណាចហើយនៅគណៈបកកណ្ដាលអំណាចដូច្នេះគេត្រូវរកវិធីសាស្ត្រយ៉ាងណាដើម្បីអូសទាញយុវជនផងតាមរយៈទិញទឹកចិត្តផងតាមរយៈឲ្យអីឲ្យខ្លួនចង់បានចូលចិត្តអីទៅអីតាមរយៈការគម្រាមកំហែងផងដូច្នេះគេបំបាក់ស្មារតីយុវជនហើយគេនឹងបំពុលយុវជនតាមរយៈអំពើអបាយមុខនានាធ្វើឲ្យយុវជននឹងភ្លេចគិតពីរឿងបញ្ហាស្រុកទេងាកមកគិតតែពីរឿងសបាយធ្វើឲ្យគេនឹងរក្សាអំណាចរបស់គេបានយូរតទៅទៀតធ្វើឲ្យប្រទេសយើងកាន់តែលិចលង់ទៅនេះហើយដែលជាកត្តាមួយដែលយុវជនយើងគួរពិចារណាពីព្រោះគេឃើញថាយុវជននៅតាមបណ្ដាប្រទេសមួយចំនួនតែកាលណាមានបញ្ហាអីគឺយុវជនហើយងាកនឹងងាយធ្វើឲ្យមានការផ្លាស់ប្ដូរសង្គមដូច្នេះគេត្រូវគ្រប់គ្រងយុវជនឲ្យបានកុំឲ្យយុវជននឹងប្រើប្រាស់ឱកាសដើម្បីផ្លាស់ប្ដូរសង្គមគេឲ្យពង្វក់យុវជនឲ្យពង្វែង
ងាយស្រួលគេក្នុងការគ្រប់គ្រងអំណាចក្នុងការធ្វើអ្វីសាច់ចិត្តឲ្យក្នុងការឈានទៅរកការផ្ទេរអំណាចពីឪពុកម្ដាយរហូតមកដល់កូនចៅគេថ្ងៃក្រោយបាទសូមអរគុណបាទសូមអរគុណបាទដោយសារតែពេលវេលាធ្វើកិច្ចពិភាក្សាទុកមូលនៅពេលនេះបានដល់ទីបញ្ចប់ហើយខ្ញុំបាទសូមបញ្ចប់កម្មវិធីតែត្រឹមប៉ុណ្ណេះមុនបញ្ចប់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកហ៊ីងសុកសានជាអគ្គលេខាធិការរងគណៈបកសិទ្ធិមនុស្សដែលបានចំណាយពេលវេលាជាមួយនឹងវិទ្យុខ្មែរប៉ុស្តិ៍មកធ្វើកិច្ចពិភាក្សានៅក្នុងថ្ងៃនេះហើយសូមអរគុណលោករដ្ឋចក្រជាអ្នកវិភាគវិទ្យុខ្មែរប៉ុស្តិ៍ដែលតែងតែធ្វើបទវិភាគទៅលើផ្លូវច្បាប់ក៏ដូចជាបញ្ហាផ្សេងៗនៅក្នុងសង្គមដែលបានជើញចូលរួមក្នុងថ្ងៃនេះដែរបាទនៅពេលនេះខ្ញុំបាទសុខាជាអ្នកសម្របសម្រួលសូមអរគុណសូមជម្រាបលាជួបគ្នាសាជាថ្មីម្ដងទៀតនៅពេលក្រោយបាទសូមអរគុណបាទសូមជម្រាបលាសូមអរគុណជម្រាបលា